គិតថាវាមិនចាំបាច់តតែយើងទទួលបាននៅរាល់ចម្លើយឲ្យដូចបេះដាក់នៅអ្វីដែលយើងទៀមទាទៅយើងអាចសម្រេចចិត្តដើរចេញពីនរណាម្នាក់បានទេត្រឹមតែការក្បត់ចិត្តឥឡូវកុំតន់និយាយដល់ការក្បត់ចិត្តត្រឹមតែការដែលគេទុកយើងចោលត្រឹមតែការដែលគេកុហកយើងត្រឹមតែការដែលគេធ្វើឲ្យយើងឈឺចាប់ម្ដងហើយម្ដងទៀតត្រឹមតែអាការដែលគេធ្វើឲ្យយើងច្បុកច្បល់ដោយយើងមិនដឹងថាយើងនៅចំណុចណាជាមួយនឹងតំណែងតំណងមួយហ្នឹងណាគឺវាគ្រប់គ្រាន់ពេកទៅហើយខ្ញុំអត់ដឹងថាបងប្អូនអរគ្នានៅចាំពាក្យដែលខ្ញុំតែងតែនិយាយនេះអត់ទេប៉ុន្តែខ្ញុំនិយាយច្រើនដងហើយថាគុំឲ្យសោះគុំឲ្យនរណាម្នាក់ប្រាប់យើងជាលើកទី2ថាគេមិនស្រឡាញ់យើងពីព្រោះជាលើកទី1ហ្នឹងទោះគេអត់បាននិយាយក៏ដោយកាយវិការគេក៏បានប្រាប់យើងគ្រប់គ្រាន់ហើយអ្វីដែលគេបង្ហាញយើងគេប្រាប់យើងគ្រប់គ្រាន់ហើយមិនបាច់ចាំបាច់តតែគេប្រាប់យើងថាបងពិតជាអស់ចិត្តស្រឡាញ់ខ្លួនឯងហើយឬក៏អូនពិតជាអស់ចិត្តស្រឡាញ់បងហើយបានយើងអាចតាក់ចេញពីគេបានមុននឹងចូលដល់វីដេអូរបស់យើងគឺខ្ញុំចង់ចែករំលែកដំណឹងល្អប្រាប់អ្នកទាំងអស់គ្នាថាវីដេអូអ្វីដែលអ្នកទាំងអស់គ្នាមើលរហូតដល់នេះគឺមានអ្នក sponsor ហើយអ្នក sponsor ដំបូងគេបងអស់ហ្នឹងគឺបងអូនប្រុសខ្ញុំនឹងឯងហាងគាត់មានឈ្មោះថា Think Out គាត់យក krem នេះមកលក់អ្នកទាំងអស់គ្នាឃើញខ្ញុំ unboxing ឃើញខ្ញុំបើកប្រើរហូតហើយឥឡូវចូលឆ្នាំហ្នឹងគាត់យកពេញប៉ោងគប់ទឹកមកលក់ទៀតលក់តែមកកញ្ចប់តែ 6000 ទេហើយបើទិញ5កញ្ចប់ថែមឲ្យកញ្ចប់ចឹងមកកញ្ចប់តែ 5000ហ្នឹងខ្ញុំនឹងដាក់ឈ្មោះ Instagram របស់គាត់នៅលើហ្នឹងហើយនឹងឈ្មោះ TikTok របស់គាត់ណាបើចង់បានតាក់ទងទៅគាត់បានហើយក្នុងនាមជាមនុស្សស្រីឆ្នាំ2025ហើយបើយើងនៅតែគិតថាមនុស្សប្រុសគេឆោតដោយសារតែគេអត់ដឹងពីរបៀបស្រឡាញ់យើងណាអ្នកទាំងគ្នាកំពុងតែយកដៃខ្លួនឯងហ្នឹងបិទភ្នែកទាំងសងខាងហើយស្រែកប្រាប់គេថាខ្លួនឯងខ្វាក់ឬក៏ខ្លួនឯងមើលអត់ឃើញហើយសម័យមើលអ្នកណាគេដែលឆោតដែលដើរហើយយកដៃបិទភ្នែកខ្លួនឯងហើយស្រែកថាខ្លួនឯងខ្វាក់សម័យមើលគេមើលមកយើងមិនហើយមូលហេតុដែលខ្ញុំសម្រេចចិត្តធ្វើវីដេអូនេះឡើងហ្នឹងគឺដោយសារតែមានអ្នកស្គាល់គ្នាម្នាក់ដែលគាត់ request តន់តែម្ដងដែលគាត់បានឆាតមកខ្ញុំហើយសួរយោបល់ថាតើគាត់ធ្វើយ៉ាងម៉េចសាច់រឿងរបស់គាត់ហ្នឹងគឺអញ្ចឹងគាត់និយាយប្រាប់ខ្ញុំថាដៃគូរបស់គាត់អត់បានខ្វល់ខ្វាយជាមួយនឹងគាត់ទេសូម្បីតែថ្ងៃគូកណ្ដាលរបស់គាត់ណាក៏គេអត់ខ្វល់នឹកឃើញថានឹងជូនពរគូកណ្ដាលផងកុំទាន់និយាយដល់ថាមានបាច់ផ្កាទិញបាច់ផ្កាយកមកឲ្យមួយតងក៏ដោយពីរតងក៏ដោយមួយបាច់ក៏ដោយកុំទាន់និយាយដល់ហ្នឹងហើយក៏កុំទាន់និយាយដល់ផឹកឡើងឃើញ delivery គេខលមកដើម្បីចោះយកកាដូក៏កុំទាន់ហើយកុំទាន់និយាយដល់រឿងនាំចេញតែញ៉ាំអីល្ងាចឡើងគូកណ្ដាលក៏កុំទាន់ចាត្រឹមតែជូនពរគូកណ្ដាលហ្នឹងណាក៏អត់ផុសជូនពរដែររវល់ទៅ comment ជាមួយនឹងមនុស្សស្រីផ្សេងហើយនៅពេលដែលគាត់ប្រាប់ពីបញ្ហារបស់គាត់ហើយដឹងគាត់សួរខ្ញុំថាម៉េចអត់សួរថាតើគាត់គួរធ្វើម៉េចចំពោះរឿងមួយហ្នឹងហើយនៅពេលដែលខ្ញុំឮអញ្ចឹងខ្ញុំសួរបកទៅគាត់វិញថាតើមនុស្សដែលគាត់កំពុងតែនិយាយនៅក្នុងសាច់រឿងមួយហ្នឹងជាសង្សារនឹងគ្នាឬក៏គ្រាន់តែជាមនុស្សឆាតលេងជាមួយគ្នាដើម្បីមើលចិត្តគ្នាហើយចាប់ផ្ដើមទំនាក់ទំនងអញ្ចឹងណាហើយដឹងគាត់ថាម៉េចអត់ជាសង្សារហើយពេលនោះខ្ញុំបានសួរគាត់ទៀតថាតើគាត់មានដោះស្រាយបញ្ហាមួយនឹងជាមួយនឹងដៃគូរបស់គាត់អត់គាត់ថានិយាយជាមួយគេហើយប៉ុន្តែគេធ្វើឲ្យគេធ្វើដល់មានរឿងអីកើតឡើងយើងសួរថាចង់ទៅបន្តឬអត់ឬក៏នៅត្រឹមហ្នឹងឬក៏មិនក៏គេអត់តបហើយពេលចឹងខ្ញុំសួរគាត់ហ្មងថាចង់ស្ដាប់ពាក្យពិតអត់ចង់ស្ដាប់ខ្ញុំនិយាយពាក្យពិតអត់គាត់ថាស្ដាប់ខ្ញុំថាចេះគុំឲ្យនរណាម្នាក់មកប្រាប់យើងជាលើកទី2ថាគេអស់ចិត្តជាមួយយើងឬគេអត់ស្រឡាញ់យើងពីព្រោះហេតុអីហ៎ពីព្រោះកាយវិការគេហ្នឹងគេបង្ហាញយើងគ្រប់គ្រាន់ហើយតែគេអត់ចិត្តតាំងពីណាពីណីហីគេអស់ចិត្តយូរហើយប៉ុន្តែយើងនេះមនុស្សយើងហ្នឹងគឺមិនមានការគោរពខ្លួនឯងនិងក្តីស្រឡាញ់ឲ្យខ្លួនឯងគ្រប់គ្រាន់ឲ្យមានការគិតមួយថាចេះគេធ្វើអញ្ចឹងគេអត់ស្រឡាញ់អញទេគេធ្វើអញ្ចឹងគេអត់ផ្ដល់តម្លៃអញគេអត់គោរពអញទេចឹងអញអត់នៅទេមនុស្សយើងគឺអត់មានអាកន្លែងហ្នឹងហ្មងយើងអត់មានទេយើងទៅទេហើយសួរថាបើសិនជាគេធ្វើដាក់យើងប៉ុណ្្នឹងហើយណាយើងនៅតែអង្គុយចាំថាមិនក៏គេមិនប្រាប់មកចប់ទៅមុខទៅហើយចឹងមិនគេប្រាប់ដែរនិយាយដល់រឿងមិនខ្ញុំនឹកឃើញដល់រឿងមិត្តភក្តិខ្ញុំមួយហើយខ្ញុំនឹងនិយាយស្ដាប់ខ្ញុំមិនមែនបើសិនមិត្តភក្តិខ្ញុំឃើញវីដេអូហ្នឹងនឹងគាត់ខឹងខ្ញុំហ្មងដែលយករឿងគាត់មកនិយាយតែអត់បញ្ហាអត់មានអ្នកណាគេស្គាល់គាត់ទៅជាអ្នកណាគេខ្ញុំនិយាយរឿងគាត់មួយគាត់បានស្រឡាញ់មនុស្សម្នាក់ហើយថ្ងៃមួយក៏បានឆាតមកប្រាប់ខ្ញុំថាគាត់ស្រឡាញ់គេប៉ុន្តែគាត់មានអារម្មណ៍ថាគេនឹងអត់ច្បាស់ជាមួយគាត់បែបថាទៅទៅដូចស្ទាក់ស្ទើប៉ុន្តែគាត់ដឹងថាគាត់ស្រឡាញ់គេចុះគាត់សួរខ្ញុំថាតើមានតាក់ទិចណាមួយដែលអាចធ្វើឲ្យគេនឹងមកស្រឡាញ់គាត់ចង់ប្រើយុទ្ធសាស្ត្រអីធំឲ្យគេដល់ឲ្យតែគេនឹងស្រឡាញ់គាត់គឺគាត់ចង់បានមិនអិនហ្នឹងហ្មងខ្ញុំឆាប់មួយគាត់សួរគាត់ចោលឡើងខ្ញុំមានការបំផុសគណិតមួយខ្ញុំមានសំណួរមួយខ្ញុំឆ្ងល់ខ្លួនឯងហើយខ្ញុំក៏ចង់សួរទៅគាត់ថាចេះហេអីសួរឲ្យមើលនៅពេលដែលមកសួរថាតើមានតាក់ទិចអីដែលអាចធ្វើឲ្យគេស្រឡាញ់ហើយហ្នឹងសួរថាចាំមិនអីហែង
ប្រើតាក់ទិកទាំងអស់ហ្នឹងចាំមិនអីហែងទៅហោយុទ្ធសាស្ត្រដើម្បីឲ្យគេស្រឡាញ់ហែងអញ្ចឹងមិនន័យថាក្នុងខ្លួនហែងហ្នឹងអត់មានអីចំណុចណាមួយដែលគួរឲ្យស្រឡាញ់សោះហ្មងតោះតែប្រើតាក់ទិកទាំងអស់ហ្នឹងតោះតែបង្វិលក្បាលគេទាញគេឲ្យមកស្រឡាញ់យើងដូចធ្វើថ្មបីហ្នឹងមិនបានគេស្រឡាញ់យើងចឹងនៅក្នុងខ្លួនយើងអត់មានអីគួរឲ្យស្រឡាញ់សោះហ្មងតែពេលខ្ញុំសួរគាត់ចឹងខ្ញុំក៏គាំងគាត់ក៏គាំងដែរគាត់គាំងដល់ស្អីគាត់គាំងហើយគាត់ភ្ញាក់ដឹកទៅចេះមែនតាហើយមិនអញអញ្ចឹងហើយពេលខ្ញុំគាំងនៅសំណួរខ្លួនឯងថាមែនតាហើយមិនគាត់ទៅដល់ថ្នាក់ហ្នឹងមនុស្សនៅសុកណាហើយខ្ញុំបាននិយាយប្រាប់គាត់ថាមនុស្សយើងទាំងអស់គ្នាសិតតែមនុស្សដែលមានស្នាមរបួសមិនថាចាស់មិនថាក្មេងឯសម័យនេះប៉ះលាប៉ះដាច់ហ្មងដូចកបត់ចឹងហើយអញ្ចឹងនៅពេលដែលយើងមានស្នាមរបួសហ្នឹងវាបើករហូតយើងអត់បានដាក់ថ្នាំវាបើករហូតវាធំទៅហើយនៅពេលដែលយើងមានចន្លោះប្រកាសតែចន្លោះហ្នឹងវាត្រូវការក្តីស្រឡាញ់វាស្រែកឃ្លានហ្មងវាមិនខុសអីនៅពេលដែលយើងដើរនៅលើវាខ្សាច់ហើយយើងអត់មានទឹកផឹកយើងស្រែកទឹកអារម្មណ៍យើងទៅលេងសមុទ្រវាក្តៅហងវាស្ងួតបែកកាហែងហងវាស្រែកទឹកវាមិនខុសអីពីអារម្មណ៍ដែលយើងត្រូវការក្តីស្រឡាញ់ទេវាខុសគ្នាហើយវាជារឿងធម្មជាតិវាជារឿងធម្មតា that's okay it's normal វាជារឿងធម្មតារបស់មនុស្សយើងវាគ្រាន់តែជាសញ្ញាមួយបញ្ជាក់ថាអា space ខាងក្នុងរបស់យើងនេះចន្លោះខាងក្នុងរបស់យើងបាត់ភាពជាមួយនឹងធុងទឹកគឺវាស្ងួតហ្មងវាអត់មានទឹកហ្មងអញ្ចឹងវាត្រូវការក្តីស្រឡាញ់ទាំងអស់ហ្នឹងហើយអាក្តីស្រឡាញ់ទាំងអស់ហ្នឹងវាអាចបំពេញអាធុងនឹងបានទេព្រោះធុងយើងនៅក្នុងម្នាក់ហ្នឹងវាធំខ្លាំងចង់ក្តីស្រឡាញ់ប្រមាណនៅលើโลกនេះក៏វាអត់គ្រប់គ្រាន់ដែរព្រោះធុងយើងយើងផ្ទុកក្តីស្រឡាញ់បានច្រើនណាយើងមានក្តីស្រឡាញ់បានច្រើនណាតែដល់ពេលយើងលេងមានទៅវាអស់ហើយយើងវាស្រែកគ្នាវាយើងធម្មតាហើយបើនិយាយពីមិត្តភក្តិខ្ញុំគឺអត់តន់ចប់ទេខ្ញុំបានសួរគាត់ទៀតថាតើមនុស្សប្រុសម្នាក់ដែលគាត់ស្រឡាញ់ហ្នឹងមានចំណុចអីពិសេសដែលធ្វើឲ្យគាត់ចង់បានគេធ្វើឲ្យគាត់ដល់ណាមកសួរខ្ញុំថាតើមានតាក់ទិចណាឲ្យគេស្រឡាញ់គាត់ម្លេះមកហើយសួរគាត់សួរថាគេមានអីពិសេសអញ្ចឹងដឹងគាត់ឆ្លើយខ្ញុំហ៎គាត់ថាចេះគេនឹងសរសើរគាត់គេនឹងគោរពគាត់មិនមែនណាខ្ញុំអួតអាមកខ្ញុំនិយាយនឹងខ្ញុំឡើង surprise ខ្លាំងហ្មងខ្ញុំថា hello ក្តីស្រឡាញ់និងក្តីគោរពឲ្យខ្លួនឯងនៅណាឡូឡើងអញ្ចឹងហ្មងអាការគោរពអាការសរសើរខេងយើងទាំងអស់គ្នាស្ដាប់ឲ្យតួណាយើងទាំងអស់គ្នាមិនមែនតែម្នាក់ផងហ្នឹងយើងទាំងអស់គ្នាត្រូវតែមានឲ្យគ្នាមិនអញ្ចឹងនៅពេលដែលយើងទៅជួបពូលក់ដូងយើងត្រូវគោរពគាត់យើងត្រូវសរសើរគាត់បើដូងគាត់ឆ្ងាញ់យើងសើគាត់ពូដូងឆ្ងាញ់គោរពពូអញ្ចេះពូអញ្ចោះកូនអញ្ចេះកូនអញ្ចោះយើងជួបអ៊ីចង់ភៅគឺយើងត្រូវគោរពហើយយើងសរសើរគាត់យើងទៅជួបពូសន្តិសុខគឺយើងត្រូវគោរពយើងសរសើរគាត់យើងទៅជួបអ្នកណាក៏ដោយយើងទៅជួបមនុស្សណាក៏ដោយឲ្យទៅចុងវិញខ្លួនយើងក៏យើងត្រូវតែគោរពហើយសរសើរគេខ្ញុំដូចជាអត់ឃើញអីដែលពិសេសដែលម្នាក់ប្រុសហ្នឹងមើលមកថាវ៉ាវពិតជាមនុស្សប្រុសដែលគួរឲ្យយើងស្រឡាញ់ដូចជាអត់មានប៉ុន្តែមិត្តភក្តិខ្ញុំហ្នឹងគាត់លើកម្នាក់ប្រុសហ្នឹងដាក់ទៅហឹងហ្មងដូចមនុស្សប្រុសម្នាក់ហ្នឹងគាត់ទៅបុតជីសេះសជីកធវលខ្ញុំនិយាយតាមត្រង់ណាបងប្អូនគ្នាស្តង់ដារមនុស្សយើងវាឡូវាទៀបយកតែមែនតាហ្មងដំបូងវាប៉ុណ្នេះឥឡូវវាចេះវាលឹបបាត់ផ្លឹបលេខឃើញអីបណ្ដោយតែបងប្អូនគ្នាដឹងមិនទេខ្ញុំធ្លាប់និយាយម្ដងហើយថាទោះគេនាំយើងទៅញ៉ាំអីក៏ដោយមិនបានស្រឡាញ់គេគេនាំខ្ញុំទៅញ៉ាំអីរហូតខ្ញុំបានសប្បាយមួយគេតែទាំងអស់គ្នាគ្រាន់តែគេជូនយើងទៅញ៉ាំអីថាឃើញសប្តាហ៍ថ្ងៃហ្នឹងយើងទិញបាយទិញអីឲ្យខ្លួនឯងញ៉ាំរហូតដែរយើងធ្វើម្ហូបឲ្យខ្លួនឯងញ៉ាំរហូតដែរវាមានអីពិសេសអត់ថាមិនបានស្រឡាញ់គេគេអាសាទិញកាដូឲ្យគេយល់ចិត្តគេដឹងយើងចង់បានអីហើយឃើញខ្លួនឯងក៏ដឹងតែខ្លួនឯងចង់បានអីហើយនាំខ្លួនឯងទៅទិញដែរតែឃើញខ្លួនឯងតាំងប្រុសតាំងស្រីធ្វើការថុកដើម្បីចិញ្ចឹមកាពះខ្លួនឯងចិញ្ចឹមជីវិតខ្លួនឯងហើយខ្លួនឯងចង់ទិញអីទិញឲ្យខ្លួនឯងដែរតែវាមានអីពិសេសរហូតដល់ថាយកទៅងប់ងល់ប្រាប់ថា wow this is the love of my life this is the right one ហើយកុំឲ្យថាខ្ញុំនិយាយថាឲ្យតែមនុស្សស្រីតែមនុស្សប្រុសក៏ចឹងដែរបានន័យថាម៉េចនៅពេលដែលបើថាគេធ្វើអីដែលមិនផ្ដល់តម្លៃឲ្យយើងមិនទាំងយល់ថាយើងជាមនុស្សប្រុសពិតម្នាក់គេអត់គោរពយើងផងសួរថាខំធ្វើគ្រប់យ៉ាងដើម្បីគេហើយគុំថាឡើយក្តីស្រឡាញ់អាការគោរពហ្នឹងក៏មិនបានពីគេផងហើយបានន័យថាម៉េចនៅពេលដែលមកប្រាប់ខ្ញុំថាស្រឡាញ់មនុស្សស្រីម្នាក់តែឥឡូវហ្នឹងដឹងតែគេមាន
Chả phải đồn hơi tay kia mà trôi cho sẵn dương hay dương đợi chất bị rũi còn nơi bà to cho mỗi cái miến cho cái chọn mơ khuôn ai thế cái nông niêm chiều mà được pro cái thơ bạn phân nâng hái cái đằng chẳng hái tại để sao tả rắm khuôn ấy anh khẹp các ba cho từ 4 khuôn anh này chứ khẹp họ lên khơi rồi bây giờ mình đủ pro hệ tràn khiêm xua tha quát mi prom đai nọ ta prom đai nó con nó ai kê nó có sai mấy prom đai nó ai kê con đai mi prom đai còn vô tập bị ai kê prom đaiគ្រប់មនុស្សប្រុសដែលនៅក្នុងជីវិតរបស់ខ្ញុំណាមិនថានរណាក៏ដោយឲ្យតែចិត្តស្និទ្ធគឺខ្ញុំតែងតែប្រាប់ពួកគាត់មកប្រាប់ថាឲ្យអភិវឌ្ឍខ្លួនឯងមិនមែននិយាយពីអ្វីដែលក្រៅខ្លួនទេមិនតែខាងក្នុងអភិវឌ្ឍខ្លួនឯងរហូតមិនថាយើងអាយុប្រហែលទេពីព្រោះអីហ៎រាល់មនុស្សប្រុសខ្ញុំស្គាល់តាំងពីចាស់រហូតដល់ក្មេងហើយខ្ញុំមានភាពស្នេហ៍ជាមួយពួកគាត់ហើយខ្ញុំយល់ពីពួកគាត់អ្នកទាំងនេះត្រូវដឹងថានៅពេលដែលយើងអាយុច្រើនណាមិនប្រកាសថាយើងចាស់ទុំទេខ្ញុំស្គាល់មនុស្សអាយុ70ខ្ញុំស្គាល់មនុស្សអាយុ60មនុស្សប្រុសអាយុ45មនុស្សប្រុសអាយុ40មនុស្សប្រុសអាយុ37មនុស្សប្រុសអាយុចាស់មិនក៏ដោយប៉ុន្តែមនុស្សប្រុសខ្លះគាត់អាយុ45ក៏អាយុ50ការគិតរបស់គាត់នៅ8 10ឡើយគាត់ជប់លូតលាស់ត្រឹម18ហ្មងព្រោះដោយសារគាត់មានទំនួលខុសត្រូវនៅក្នុងជីវិតមួយនេះអញ្ចឹងអ្វីដែលគាត់គិតធ្វើមិនឲ្យបានលុយធ្វើមិនឲ្យបានលុយចំកាពះធ្វើមិនដើម្បីឲ្យខ្លួនឯងរឹងមាំណាជាមួយនឹងហិរញ្ញវត្ថុធ្វើមិនដែលគាត់អាចជួយផ្ដល់ឬក៏គ្រប់គ្រងឲ្យក្រុមគ្រួសារគាត់បានខ្ញុំយល់ថាមនុស្សប្រុសខ្ញុំតែនិយាយប្រាប់ពួកគាត់ខ្ញុំយល់ថាពួកគាត់គឺមានទំនួលខុសត្រូវណាមានទំនួលខុសត្រូវច្រើនហើយគាត់ត្រូវតែខំប៉ុន្តែពេលខ្លះគាត់ខំផ្អៀងមកខាងពេកគាត់ខំតែរឿងខាងក្រៅគាត់ខំធ្វើម៉េចឲ្យគាត់មានលុយគាត់គិតថានៅពេលដែលគាត់មានលុយបើគាត់ឯងនៅពេលដែលមានលុយជួយយើងបានច្រើនផ្នែកខ្លាំងនៅក្នុងជីវិតរបស់យើងប៉ុន្តែអត់ខ្វះឯអ្នកនរគ្នាអ្នកដែលគាត់អាយុ40គាត់មានលុយដេកលើលុយប៉ុន្តែគាត់នៅតែបកមកសួរខ្ញុំវិញតើថាតើគាត់ធ្វើម៉េចដើម្បីមានក្តីស្រឡាញ់ឲ្យខ្លួនឯងធ្វើម៉េចបានចេះស្រឡាញ់ខ្លួនឯងធ្វើម៉េចឲ្យចេះមានព្រំដែនតណងអត់អ្នកទាំងគ្នាស្ដាប់តណងអត់ចិត្តពេលគាត់និយាយថាគាត់សើខ្ញុំគាត់សើក្មេងជំនាន់ឥឡូវដែលអាយុ10ឆ្នាំជាង20ឆ្នាំជាងហ្នឹងយុវវ័យអីហ្នឹងគឺឆ្លាតបកែឆ្លាតបកែហ្នឹងបានន័យថាគាត់មិនមែននិយាយពីរឿងសម្បកខាងក្រៅដែលអ្វីដែលយើងអាចធ្វើបានទេគាត់និយាយពីរឿងខាងក្នុងយើងនេះអាផ្នត់គណិតរបស់យើងអាការចេះដឹងរបស់យើងចំណេះដឹងរបស់យើងអាភាពក្លាហានអាភាពរឹងមាំរបស់យើងណាអាភាពអីឆ្លាតក្នុងអារម្មណ៍របស់យើងគឺពួកគាត់សរសើរយើងហ្មងហើយចឹងនៅពេលដែលគាត់មកភាសាមួយខ្ញុំហើយគឺគាត់តែងតែនិយាយហ្មងគាត់ថាតែសរសើរថាយើងក្មេងប៉ុណ្ណឹងគឺយើងឆ្លាតណាស់បើមិនគាត់អាចបកក្រោយគាត់នឹងធ្វើដូចខ្ញុំគាត់នឹងបដោតចេញពីខាងក្នុងរបស់គាត់មុនបើមានស្នាដៃរបស់ណាមួយគឺគាត់នឹងព្យាបាលវាមុនពីព្រោះពេលឥឡូវនេះគឺគាត់មានគ្រប់យ៉ាងហើយប៉ុន្តែអ្វីដែលគាត់គិតហ្នឹងគឺគាត់ត្រូវការអ្វីដែលអាចបំពេញខាងក្នុងខ្លួនគាត់ហើយអ្វីដែលគាត់អាចបំពេញក្នុងខ្លួនគាត់បានហ្នឹងមានតែក្តីស្រឡាញ់ចេញពីគាត់ទៅកាន់ខ្លួនគាត់វិញហើយចឹងឆោតរត់មនុស្សយើងនៅពេលដែលយើងខំធ្វើការសឹងតែពាក់កណ្ដាលជីវិតរបស់យើងខំធ្វើការរលុយប៉ុន្តែចុងក្រោយយើងនៅមកឆ្ងល់ថាតើខ្លួនឯងស្រឡាញ់ខ្លួនឯងអត់អ្នកទាំងអស់គ្នាត្រូវដឹងថាលុយឡានសម្ភារៈនិយមទេវតាស្គមស្កៃមានមនុស្សស្រីអោបឆ្វេងស្ដាំមានមនុស្សប្រុសតាមស្រឡាញ់ច្រើនមានការកោតសរសើរច្រើនមិនថាយើងជាអ្នកដែលមានមុខមកក្នុងសង្គមមិនថាយើងជាតារាល្បីមិនថាយើងជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់មិនថាយើងដេកលើលុយមិនថាយើងយ៉ាងណាក៏ដោយត្រូវចាំថាមនុស្សយើងលើលោកហ្នឹងមិនថាខ្ញុំមិនថាគេមិនថានរណាក៏ដោយប្រែប្រួលលឿនណាស់មួយប្រព្រឹត្តភ្នែកបិទភ្នែកបើកភ្នែកដូរមនុស្សបាត់មួយនាទីមុនគេអាចកោតសរសើរយើងសត្វតែមានបញ្ហាអីមួយសត្វតែមានការមកបង្កាច់ណាមួយចាំមើលគេប្រែប្រួលបដូរពី fan ផ្កាប់មុខទៅជាអ្នកដែលស្អប់កាប់មុខវិញអត់ខ្វះទេហើយមេរៀនពេញហ្នឹងមើលកុំមើលរំលងថ្ងៃមុនណាកូនស្រីធေါ်របស់ខ្ញុំមកសួរខ្ញុំថាចាថាម៉ាក់ឆ្ងល់ថាហេតុអីមនុស្សប្រុសនៅពេលដែលគាត់ក្បត់ដៃគូរបស់គាត់ហើយគាត់តែមានមនុស្សស្រីផ្សេងតែហេតុអីគាត់អត់ព្រមបែកជាមួយនឹងប្រពន្ធគាត់ព្រមបែកជាមួយនឹងសង្សារគាត់ចឹងមិន
គាត់តែមាន2 3សុខចិត្តលួចលាក់វេទនាទៅអីបើជ្រុលឲ្យបែកឲ្យចាំតែមានអ្នកថ្មីហ្មងទៅហេតុអីគាត់មិនព្រមលេងដៃគូរបស់គាត់ហើយខ្ញុំក៏នឹកឃើញខ្ញុំក៏ទៅសេគាត់ហ្មងខ្ញុំ list ឲ្យគាត់ហ្មងខ្ញុំ list ឲ្យគាត់ហ្មងថាអូហេតុផលទី1អញ្ចេះតាមបែបចិត្តសាស្ត្រហេតុផលទី1ដោយសារគាត់អញ្ចេះទី2ចេះអូ list មកហើយរឿងហ្នឹងសំណុំមួយហ្នឹងធ្វើខ្ញុំគិតដល់មនុស្សស្រីជាច្រើនណាច្រើនមែនតើដែលធ្លាប់និយាយតែចេះអើយហើយមើលចេញពីគាត់មិនបើគាត់តាមម៉ងទូគាត់ខូចគាត់មិនក្តៅគាត់មិនលែងអញដែរចេញរួចទេចេញកើតទេពិបាកខ្លាំងណាតែអ្នកនរគ្នាដឹងមិនទេនឹងវាគ្រាន់តែជាលេសហេតុអីខ្ញុំនិយាយថាជាលេសហ៎ពីព្រោះយើងខ្លាចបាត់គេជាងបាត់ខ្លួនឯងហេតុអីខ្ញុំហ៊ាននិយាយចឹងព្រោះខ្ញុំធ្លាប់ជាមួយនៅក្នុងចំណោមនឹងដែរយើងអត់មានការគោរពនឹងការស្រឡាញ់ខ្លួនឯងគ្រប់គ្រាន់អត់មានឲ្យខ្លួនឯងគ្រប់គ្រាន់នៅក្នុងការដើរចេញពីគេហើយក៏សួរទៀតថាតើហេតុអីមនុស្សខ្លះមានមួយហើយមិនគ្រប់ខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាថានេះ apply បានទាំងមនុស្សប្រុសទាំងមនុស្សស្រីទី1ហេតុអីគេមានមួយហើយគេមិនគ្រប់អ្នកនរគ្នាត្រូវដឹងថាចេះថាមនុស្សយើងម្នាក់វាមានអាធម្មជាតិមួយមនុស្សខ្លះគេមានអាធម្មជាតិមួយដែលថានៅពេលដែលគេនៅជាមួយនឹងដៃគូគេយូរពេកគេអស់ចិត្តពួកគេស៊ាំនឹងអ្វីដែលដដែលអញ្ចឹងទៅអារម្មណ៍វាអត់មានអីថ្មីវាត្រូវការភាពថ្មីអ្វីដែលថ្មីអញ្ចឹងទៅនៅពេលដែលតាក់តងមនុស្សថ្មីឧទាហរណ៍ថាសុទ្ធទៅលួចក្រាស់នរណាម្នាក់អារម្មណ៍នឹងសប្បាយអត់សប្បាយផងភ័យផងអោផងត្រូវទេអញ្ចឹងមនុស្សយើងគឺត្រូវការអារម្មណ៍ទាំងអស់ហ្នឹងពេលខ្លះឆ្ងល់ចេះស្រឡាញ់គ្នាយូរប្រកាសហើយវាមិនដូចអាពេលស្រឡាញ់គ្នាដំបូងទេតែតែលឺគេនិយាយអញ្ចឹងត្រូវអត់អញ្ចឹងថាគូស្នេហ៍ខ្លះដំបូងឡើងល្អកល្អឿនបន្ទាប់មកឡើងស្ងួតឡើងសោះក៏ក្រោះពីព្រោះដោយសារអីពីព្រោះពួកគាត់លេងខិតខំទាំងសងខាងឬក៏មានមួយខាងណាមួយអត់ចាប់ដៃគ្នាដើម្បីបន្តបង្កើតអារម្មណ៍ទាំងអស់ហ្នឹងហើយអញ្ចឹងទៅយូរវាអស់ហើយវាអស់អារម្មណ៍នៃក្តីស្រឡាញ់ហើយអញ្ចឹងប្រកាសហើយយើងទៅរកអ្នកថ្មីហើយផលទី2ដែលមនុស្សយើងមានដៃគូច្រើនណាគឺដោយសារអីដោយសារតែគេត្រូវការ validation គេត្រូវការទទួលអារម្មណ៍មួយដែលថាឥទ្ធិពលគេមានឥទ្ធិពលអូអាភាពអំនួតគេហ្នឹងបានរុញឡើងហ្មងពីព្រោះអីហ៎សម័យមើលបើសិនជាយើងកំពុងតែជាមនុស្សមានអំនួតយើងដឹងខ្លួនថាយើងជាមនុស្សមានអំនួត ego ខ្ពស់ណាយើងត្រូវការពាក្យកោតសរសើរច្រើនយើងត្រូវការឲ្យគេមើលឃើញយើងត្រូវការទទួលអារម្មណ៍មួយថាអូគេស្រឡាញ់អញច្រើនគេចាប់អារម្មណ៍ច្រើនហ្នឹងហើយអញ្ចឹងនៅពេលដែលមានដៃគូតែម្នាក់ពេលខ្លះអត់គ្រប់គ្រាន់សម្រាប់គាត់ទេអញ្ចឹងគាត់ត្រូវការមនុស្សស្រីច្រើនមកប្រាប់ថាអូយបងសង្ហាណាបងល្អណាបងម្ចាស់ណាបងលយណាអស់អីក៏អស់ដែរឲ្យបានគេសរសើរអូយអូនឯងស្អាតអូនឯងល្អអូនឯងជាមនុស្សស្រីមានតម្លៃអូនឯងស័ក្តិសមទូបានចេះសមទូបានចោះពេលខ្លះមួយប្រាប់យើងអត់គ្រប់ទេភេទពួកគាត់ហ្នឹងមួយប្រាប់អត់គ្រប់ទេតើតែច្រើនបានគាត់មានអារម្មណ៍ថាគាត់បំពេញហើយសួរអារម្មណ៍ហ្នឹងអាចពេញគាត់អត់ទេចេញពីមួយទៅមួយរហូតហើយផលទី3ដែលឆ្លើយទៅសំណួរថាអូបើគេជ្រុលមានមនុស្សស្រីផ្សេងឬគេជ្រុលមានមនុស្សប្រុសផ្សេងមិនគេមិនព្រមបោះបង់យើងពីព្រោះអីហ៎ពីព្រោះមនុស្សយើងនៅពេលដែលនៅជាមួយគ្នាយូរចំណាយពេលជាមួយគ្នាយូរស្រឡាញ់គ្នាយូរចូលដូចតែមួយដូចខ្លួនមួយចឹងហើយអញ្ចឹងសម័យមុននៅពេលដែលយើងខ្លួនតែមួយតែយើងបែកពីដៃគូយើងចឹងមិននេះយើងហែកខ្លួនយើងមកចំហៀងផ្នែកចេញអញ្ចឹងពីព្រោះយើងស៊ាំនឹងការនៅជាមួយគ្នាហើយអញ្ចឹងទៅនៅពេលដែលបែកគ្នាអត់ចង់ទទួលអារម្មណ៍មួយថាស្ដាយក្រោយអត់ចង់ស្ដាយក្រោយអត់ចង់ទទួលអារម្មណ៍មួយថាអូនៅពេលដែលគេបែកពីយើងទៅគេសប្បាយចិត្តជាងនឹងគេមានសេរីភាពជាងនឹងគេស្អាតគេល្អគេជោគជ័យជាងនឹងអត់ចង់ទទួលអារម្មណ៍ទាំងអស់ហ្នឹងហើយក៏អត់ចង់ឃើញគេទៅជួបមនុស្សល្អជាងឲ្យគេនៅជាមួយយើងដែរពីព្រោះអត់ចូលចិត្តអារម្មណ៍ទាំងអស់ហ្នឹងចាំន័យថាដើរចេញទៅអីបើដើរចេញខាតហ្នឹងទុកទៅវាមិនចំណេញមានដៃគូហើយមានស្រីមានប្រុសផ្សេងវាមិនចំណេញវាដប់ហើយផលទី4គឺមនុស្សប្រភេទហ្នឹងមិនមានភាពចាស់ទុំនៅខាងក្នុងខ្លួនតតែសោះស្រោពងមន់អីគេពាក្យអីគេថា commit អីគេ commitment នៅក្នុង relationship អីគេការបដិញ្ញាចិត្តជាមួយនឹងជីវិតគូគាត់ស្គាល់ទេគាត់ស្គាល់អ្វីថាបដិញ្ញាអញ្ចឹងវាស្រួលយល់ទេថាមនុស្សដែលមានដៃគូច្រើនហ្នឹងគឺសុទ្ធតែមិនមានភាពចាស់ទុំនៅខាងក្នុងខ្លួនហើយផលទី5ចូលដល់ឬគល់ហ្មងស្នាមរបស់ពីកុមារភាពឧទាហរណ៍មនុស្សប្រុសខ្លះកើតមកមានម្ដាយ
ចឹងអត់ដែរទទួលអារម្មណ៍ក្តីស្រឡាញ់ពីម្ដាយការមើលថែពីម្ដាយឯងចឹងនៅពេលដែលគាត់ធំឡើងគាត់មានប្រពន្ធគាត់មានអារម្មណ៍ថាគាត់អត់គ្រប់គ្រាន់ទេទោះប្រពន្ធគាត់ផ្ដល់ក្តីស្រឡាញ់ឲ្យគាត់មិនក៏ដោយដោយសារសាស្ត្ររបស់គាត់អត់ព្យាយាមយកពីវាគាត់ព្យាយាមចាក់ដកឬអត់ព្យាយាមព្យាបាលវាចឹងទៅវានៅតែមានហើយចឹងទៅគាត់មានចន្លោះនៅពេលដែលគាត់មានចន្លោះទៅគាត់ចេះតែដើរហោអា version ណាដើរហោម្ដាយរបស់គាត់ហ្នឹងនៅក្នុងមនុស្សស្រីផ្សេងម៉ែខ្ញុំនៅណាម៉ែខ្ញុំនៅណាពីម្នាក់ហើយទៅម្នាក់ទៀតម្នាក់ហើយម្នាក់ទៀតទាំងដែលគាត់ដឹងខ្លួនទេគាត់គិតថាអានឹងជាការសប្បាយជាអ្វីដែលគាត់ចង់បានជាអ្វីដែលបំពេញគាត់អញ្ចឹងម្នាក់គាត់ដឹងខ្លួនទេថាគាត់កំពុងតែដើរហោម្ដាយរបស់គាត់chứមិនខុសឲ្យពីមនុស្សស្រីឧទាហរណ៍ថាគាត់អត់ដែលទទួលក្តីស្រឡាញ់អត់ដែលទទួលស្គាល់ថាអូរសជាតិនឹងការថ្នមពីឪពុកមិនទៅចុះក៏ដើរហោនៅក្នុងមនុស្សប្រុសនីមួយម្នាក់នេះហើយមិនមែនទេមិនមែនឪខ្ញុំផងម្នាក់ទៀតអូយមិនមែនឪខ្ញុំផងចឹងពីមនុស្សប្រុសមួយទៅមនុស្សប្រុសមួយគឺអត់ចប់ទេវាជារង្វង់មួយខ្សែរង្វង់មួយដែលវាអត់ចប់វាវិលទៅវិលមករហូតហើយផលទី6គឺការរំពឹងទុកពីសង្គមមួយនេះដូចថាអ្នកខ្លះចឹងសង្គមបែងចែកជាច្រើនថ្នាក់ត្រូវច្រើនថ្នាក់ច្រើនជាន់ច្រើនភេទណាចឹងថានៅក្នុងសង្គមខ្លះគេអ្នកមានលុយគេអ្នកហូហាគេអ្នកអីចឹងគេសប្បាយជាមួយនឹងជីវិតសប្បាយអញ្ចឹងឧទាហរណ៍បើសិនយើងជាមនុស្សប្រុសយើងជាមនុស្សស្រីដែលដើរទៅចូលសង្គមមួយហ្នឹងហើយគេជាមនុស្សដែលមានមនុស្សប្រុសច្រើនមានមនុស្សស្រីច្រើនហើយដល់ពេលដែលយើងអត់មានតាមគេចូលគេមិនចោះបែបអញ្ចឹងបែបគេលយគេឆាយគេមានមនុស្សស្រីឆ្វេងស្ដាំអញ្ចឹងពេលខ្លះនៅពេលដែលគាត់អត់មានសសរគ្រឹះខាងក្នុងខ្លួនគាត់អត់ស្គាល់ថាគាត់ជានរណាអញ្ចឹងនៅពេលដែលសង្គមប្រាប់ឲ្យគាត់បាត់ឆ្វេងគាត់បាត់ឆ្វេងពឹបតែគាត់បាត់ស្ដាំពឹបដើម្បីអីដើម្បីឲ្យគេនឹង accept គាត់ដើម្បីឲ្យគេទទួលយកគាត់ថាគាត់ក៏ជាមនុស្សប្រុសម្នាក់ដែរគាត់ក៏ជាមនុស្សស្រីម្នាក់ដែរគាត់មានឥទ្ធិពលគាត់ចេះគាត់ចោះទី7មនុស្សយើងគឺត្រូវការឲ្យរាងកាយរបស់យើងនឹងបញ្ចេញដូប៉ាមីនអ្វីទៅជាដូប៉ាមីនជាអារម្មណ៍បែបចេះនៅពេលដែលយើងផឹកកាហ្វេអ្នកអត់បានផឹកកាហ្វេញ័រដៃញ័រជើងសម្រាប់អ្នកដែលចេះផឹកកាហ្វេគេញៀនណាអត់បានផឹកញ័រដៃញ័រជើងត្រូវទេតែពេលបានផឹកហើយដូចមានជីវិតរស់ឡើងវិញអញ្ចឹងហ្នឹងហើយអារម្មណ៍ហ្នឹងគេហៅដូប៉ាមីនក៏ប៉ុន្តែការដែលយើងផឹកកាហ្វេហ្នឹងវាមិនមែនយើងអត់កាហ្វេអត់បានហើយយើងត្រូវការកាហ្វេទេយើងត្រូវការអាមិនជិបហ្នឹងឯង no គឺយើងត្រូវការអារម្មណ៍មួយដែលយើងទទួលបានក្រោយពេលដែលយើងផឹកកាហ្វេស្រួលតោះណាយើងត្រូវការអារម្មណ៍មួយដែលយើងទទួលបាននៅក្រោយពេលដែលយើងផឹកកាហ្វេហើយចុះមួយទៀតឧទាហរណ៍ថាអារម្មណ៍ក្រាស់គេខ្ញុំនិយាយពីដំបូងគេថាអារម្មណ៍ក្រាស់គេនៅពេលដែលយើងក្រាស់គេដំបូងមិនទៅរំជួរទៅដេកខ្ញុំយកកណាត់បជូតជាងអីចឹងណាអៀនពេកបើសក់ខ្លួនឯងអីចឹងនិយាយទូរស័ព្ទនិយាយបើសក់ខ្លួនឯងចឹងរបៀបយើងអៀនពេកហ្នឹងអារម្មណ៍ទាំងអស់ហ្នឹងរបៀបចេះផងចុះផងភ័យផងហ្នឹងហើយអារម្មណ៍ទាំងអស់ហ្នឹងគឺជាដូប៉ាមីននៅពេលដែលយើងរាងកាយរបស់យើងបញ្ចេញអារម្មណ៍ទាំងអស់ហ្នឹងវាក៏បញ្ចេញដូប៉ាមីនដែរហើយចឹងយើងអាចញៀនជាមួយនឹងអារម្មណ៍ទាំងអស់ហ្នឹងដូចថាពេលខ្លះនៅពេលដែលមនុស្សយើងស្រឡាញ់គ្នាយើងប្រកាសជាត្រូវចូលដល់ជំរឿនៃគ្នានឹងគ្នាទៅហើយនៃគ្នានឹងគ្នារវាងគ្នានឹងគ្នាទៅហើយចឹងមានន័យថាមនុស្សខ្លះគាត់អត់តន់ចូលដល់ជ្រៅទេគាត់ត្រូវការតែអារម្មណ៍ដំបូងហ្នឹងឯងចឹងនៅពេលអារម្មណ៍ហ្នឹងអស់ហើយចាប់ផ្ដើមយកចិត្តគ្នាលេងសូវមានអារម្មណ៍ភើទេចាប់ផ្ដើមរៀងយកចិត្តគ្នាចាប់ផ្ដើមចូលដល់វគ្គដែលថាត្រូវជាប់ពាក្យត្រូវរៀបការអីគាត់មានអារម្មណ៍ថាអស់អារម្មណ៍ទាំងអស់ហ្នឹងអញ្ចឹងគាត់ទៅរកផ្សេងទៀតដែរហើយបន្ទាប់ពីខ្ញុំបានបញ្យល់ហេតុផលនីមួយយ៉ាងក្បោះក្បាយទៅកាន់កូនស្រីធំរបស់ខ្ញុំហើយខ្ញុំបានពិភាក្សាមួយគាត់រឿងហ្នឹងហើយខ្ញុំសូមបញ្ជាក់តិចថាដោយសារតែខ្ញុំជាមួយនឹងកូនស្រីធំរបស់ខ្ញុំពួកយើងសិតតែជាគ្រីស្ទានពួកយើងមានសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទអញ្ចឹងផ្នត់គំនិតពួកយើងនិងការប្រើប្រាស់ជីវិតរបស់ពួកយើងនឹងភាគច្រើនហ្នឹងគឺក៏គិតទៅដល់បញ្ញត្តិច្បាប់ដែលព្រះទ្រង់ដាក់ឲ្យដែរឥឡូវច្បាប់ទី1ឧទាហរណ៍ឲ្យយើងនឹងចេះស្រឡាញ់គ្នាទៅវិញទៅមកឲ្យយើងនឹងចេះអភ័យទោសឲ្យគ្នាពីព្រោះទ្រង់អភ័យទោសឲ្យយើងនៅពេលដែលយើងសាងបាបអញ្ចឹងយើងក៏ត្រូវអភ័យទោសឲ្យមនុស្សជុំវិញខ្លួនយើងដែរមិនថាហេតុផលណាក៏ដោយអូខេហើយអញ្ចឹងទៅនៅពេលដែលយើងអភ័យទោសឲ្យគេមិនមែនបានន័យថាយើងចាញ់គេឬក៏មិនមែនបានន័យថាយើងអភ័យទោសឲ្យតែឲ្យគេធ្វើរឿងនឹងដដែលហើយដដែលទៀតទេយើងអភ័យទោសឲ្យគេដើម្បីឲ្យគេប្រែចិត្តធម្មតានៅពេលដែលគេមករកយើងគេមកសុំទោសយើងបានន័យថាគេប្រែចិត្តគេដឹងកំហុសគេប្រែចិត្តគេឈប់ធ្វើរឿងហ្នឹងហើយអញ្ចឹងយើងអភ័យទោសឲ្យគេប៉ុន្តែមនុស្សខ្លះសុំការអភ័យទោសគឺ
គឺមិនមែនដើម្បីកែប្រែមនុស្សខ្លះសុំការអភ័យទៅពីយើងដើម្បីឲ្យយើងស្ងប់ចិត្តមកប្រើហើយធ្វើរឿងនឹងម្ដងទៀតប៉ុន្តែមិនថាហេតុផលណាមួយឬក៏កលៈទេសៈណាមួយក៏ដោយព្រះទ្រង់នៅតែបង្រៀនពួកយើងឲ្យអភ័យទោសឲ្យមនុស្សជុំវិញខ្លួនមិនមែនអភ័យទោសដើម្បីគេណាអភ័យទោសឲ្យគេដើម្បីខ្លួនយើងគុំច្រឡំបងប្អូនទាំងគ្នានៅពេលដែលយើងអភ័យទោសឲ្យនរណាម្នាក់យើងគិតថាអូយើងប្រាច់ចំណងអាការគុំគួនហ្នឹងដែលយើងមានចំពោះគេនេះយើងប្រាច់ចំណងឬក៏យើងលែងយកទោសបីយើងលែងឈឺចាប់ជាមួយនឹងរឿងដែលគេធ្វើដាក់យើងឲ្យ no យើងអភ័យទោសឲ្យគេដើម្បីឲ្យយើងដោះលែងខ្លួនឯងទោះអារម្មណ៍នឹងឈឺនៅបបាក់មិនក៏ដោយតែនៅពេលដែលយើងអភ័យទោសឲ្យគេអ្នកខ្លះគេមិនមកសុំទោសយើងគេមិនដឹងកំហុសផងហេតុអីយើងនៅតែត្រូវអភ័យទោសឲ្យគេពីព្រោះអីអភ័យទោសឲ្យគេដូចជាការអភ័យទោសឲ្យខ្លួនឯងអញ្ចឹងដូចតែយើងអភ័យទោសខ្លួនឯងដូចតែយើងប្រាប់ខ្លួនឯងថាអូខេគេធ្វើអញ្ចឹងដាក់យើងមិនមែនជាកំហុសយើងទេហើយយើងនៅមានឱកាសចាប់ផ្ដើមសារថ្មីហើយការដែលខ្ញុំអភ័យទោសឲ្យគេគឺជាការដែលខ្ញុំផ្ដល់ឱកាសឲ្យខ្លួនឯងចាប់ផ្ដើមថ្មីការដែលខ្ញុំផ្ដាច់ចំណងដែលខ្ញុំមានជាមួយគេហើយបងប្អូនទាំងអស់គ្នាក៏ជាធ្លាប់ឃើញនៅពេលដែលសាសគេគាត់រៀបការគេតែមានពាក្យសម្បត្តិគេថាអូដៃគូម្ខាងនេះព្រមរស់នៅជាមួយដៃគូម្ខាងនេះទាំងឈឺទាំងជាទាំងក្រទាំងមានដែរឬទេគេតែសួរអញ្ចឹងទេអញ្ចឹងនៅពេលដែលយើងឆ្លើយថាចាខ្ញុំព្រមជប់រស់នៅជាមួយគាត់អីចឹងទៅអូខេខ្ញុំព្រមទទួលយកគាត់ជាប្តីអញ្ចឹងមិនន័យថាមិនពាក្យសម្បត្តិមួយ clear ហ្នឹងគេចង់បានន័យថាមិនថាឈឺមិនថាជាខ្ញុំទៅបានឃើញវីដេអូបងស្រីមួយនៅក្នុង TikTok ដែលគាត់មានជំងឺមហារីកសដន់ខ្ញុំនឹងបងប្អូនបានឃើញអត់ទេប៉ុន្តែហើយគាត់បានទៅសួរប្តីរបស់គាត់សួរស្វាមីរបស់គាត់ថាឥឡូវសុកគាត់បែរទៅជាទទួលដំណឹងមួយនឹងថាគាត់មានជំងឺមហារីកហើយអញ្ចឹងតើសួរគុណដំណឹងរបស់គាត់ថាឬប្តីរបស់គាត់មិនដឹងទេថាតើគាត់ចង់បន្តនៅជាមួយរស់នៅជាមួយគាត់ទៀតអត់ពីព្រោះយើងដឹងហើយថានៅពេលដែលមនុស្សម្នាក់ឈឺវាពិបាកវាមិនងាយស្រួលប៉ុន្តែស្វាមីរបស់គាត់ឡើងយំហើយសួរគាត់វិញហ្មងថាហេតុអីមិនសួរគាត់អញ្ចឹងហើយហ្នឹងឯងជាអ្វីដែលពាក្យសម្បត្តិដែលគេបាននិយាយថាចាខ្ញុំព្រមរស់នៅជាមួយគ្នាមិនថាឈឺមិនថាជាអូខេមួយទៀតមិនថាមានមិនថាក្របានន័យថាមិនបានន័យថាទោះប្តីយើងមានពងតែមានធ្លាក់សឹបណាធ្លាក់សឹបការងារក្រុមហ៊ុនអីត្រូវដួលរលំពងមានបញ្ហាវិបត្តិហិរញ្ញវត្ថុមិនក៏ដោយក៏យើងនៅជាមួយគ្នាអញ្ចេះមិនមែនមាននៅជាមួយគ្នាដល់ពេលអត់លុយរត់ចោលគ្នា no ប៉ុន្តែការលះបង់ការទ្រាំសេចក្តីស្រឡាញ់ដែលយើងមាននៅក្នុងពាក្យសម្បត្តិហ្នឹងមិនមែនទ្រាំទាំងការកុហកការឆបោកទាំងការផាត់ក្បត់ទាំងការហិង្សាវាយព្រឹកវាយល្ងាចបោកចានបោកឆ្នាំងធ្វើបាបកូនបាបចៅអីទេអត់ទេហើយចឹងការស្មោះត្រង់ការទ្រាំរបស់យើងហ្នឹងយើងត្រូវឆ្លាតយើងអត់ឆោតល្ងងឲ្យគេប្រើយើងទេតូនហើយអ្វីដែលខ្ញុំតែងតែផ្ដាំទៅដល់មនុស្សស្រីខ្ញុំស្គាល់ថាកុំចាញ់បោកគេនៅពេលដែលគេបង្ហាញថាគេចង់បានយើងខ្លាំងណាកុំចាញ់បោកគេមនុស្សស្រីខ្លះនៅប្រកែកមកខ្ញុំវិញទៀតអូគាត់តាមខ្ញុំយូរហើយតាមខ្ញុំរាប់ឆ្នាំហើយបានខ្ញុំព្រមស្រឡាញ់គាត់ណាតែអ្នកនរគ្នាដឹងមិនខ្ញុំលើករឿងពិតណាចែករឿងពិតពីររឿងទី1មនុស្សប្រុសម្នាក់គាត់ដូចស្រឡាញ់មិត្តភក្តិរបស់គាត់ជាមនុស្សស្រីគាត់ស្រឡាញ់មិត្តភក្តិរបស់គាត់តែមិត្តភក្តិរបស់គាត់នឹងមានដៃគូហើយមានសង្សារហើយប៉ុន្តែមិនចិត្តស្និទ្ធស្នាលជាមួយគ្នាស្គាល់គ្នាតាំងពីក្មេងៗអីយ៉ាងហ្នឹងហើយអញ្ចឹងគាត់ស្រឡាញ់មិត្តភក្តិរបស់គាត់អត់ព្រមស្រឡាញ់អ្នកណាទេគាត់ដឹងថាមិត្តភក្តិរបស់គាត់ហ្នឹងដៃគូមិត្តភក្តិរបស់គាត់ហ្នឹងមិនមែនជាមនុស្សល្អទេហើយគាត់ដឹងថាគាត់អាចមើលថែមនុស្សស្រីម្នាក់នឹងបានដែលជាមិត្តភក្តិរបស់គាត់ហ្នឹងគាត់អាចមើលថែគេគាត់ត្រៀមខ្លួនដើម្បីរងចាំគេគាត់ចាំមនុស្សស្រីម្នាក់ហ្នឹង4ឆ្នាំគេស្ថិតនៅក្នុងស្នេហាគេហ្នឹង2ឆ្នាំគេខូចចិត្ត1ឆ្នាំទេគេទៅម្នាក់ឯងហើយអាក្នុង1ឆ្នាំហ្នឹងគឺឱកាសគាត់ព្រោះគាត់បានធៀមខ្លួនមកយូរហើយគាត់ស្រឡាញ់មិត្តភក្តិរបស់គាត់ហ្នឹងតាំងពីមិត្តភក្តិរបស់គាត់មិនទាន់មានស្នេហាមិនទាន់មានដៃគូម៉េចហើយនៅពេលដែលចុងក្រោយមិត្តភក្តិរបស់គាត់ហ្នឹងក៏ព្រមស្រឡាញ់គាត់ហើយដឹងគាត់និយាយគ្នាមកយេមនុស្សស្រីម្នាក់ហ្នឹងសួរថាហេតុអីបានចាំគាត់យូរឆ្នាំម៉េចមនុស្សប្រុសម្នាក់ហ្នឹងគាត់និយាយថាគាត់ចាំមិនមែនថាចាំមនុស្សស្រីម្នាក់ឯង
គាត់ចាំប្រពន្ធរបស់គាត់រងចាំប្រពន្ធរបស់គាត់មែនគាត់អ្នកស្រីហ្នឹងគាត់ប្រាប់ថាគាត់ត្រៀមខ្លួនរកគាត់អូខេគាត់ ready មនុស្សផងហ្នឹងគេពាក់អញ្ជៀនឲ្យហ្មងអាហ្នឹងរឿងល្អទី1រឿងមួយទៀតរឿងដែលខ្ញុំជួបផ្ទាល់តែម្ដងរឿងពិតតែរឿងពិតដែលនិយាយនៅតមុខខ្ញុំហ្មងណាមនុស្សប្រុសម្ដងគាត់ជាបងខ្ញុំជាមនុស្សខ្ញុំរាប់អានណាហើយគាត់មានដៃគូគាត់ជាមនុស្សខូចហើយគាត់មានសង្សារជាមនុស្សសុភាពមែនតើសុភាពបើសិនជាយើងជាមនុស្សដើរលេងយើងអាចដឹងហ្មងថាម្នាក់ហ្នឹងជាមនុស្សដែលចូលចិត្តរៀនអីអញ្ចឹងទៅហើយក៏បានរៀបរាប់ប្រាប់ពីដំណើរដើមតងហើយគាត់និយាយទៅគាត់ថាដោយសារតែគាត់ជាមនុស្សខូចដំបូងឡើយម្នាក់ស្រីហ្នឹងគាត់អត់ពេញចិត្តទេគាត់អត់មានបើកចិត្តទទួលយកបងប្រុសដែលខ្ញុំរាប់អានហ្នឹងទេព្រោះតែគេដឹងថាគាត់ខូចអញ្ចឹងគេខ្លាចគាត់មានគំនិតអីមិនល្អទៅលើគេអីចឹងទៅហើយគាត់និយាយទៅគាត់ថាគាត់ចេះតែព្យាយាមរហូតព្យាយាមហើយព្យាយាមទៀតដើម្បីចង់បានគេហើយអញ្ចឹងព្យាយាមរយៈពេលកន្លះឆ្នាំរហូតដល់មនុស្សស្រីម្នាក់ហ្នឹងគាត់ទុនចិត្តបងប្រុសម្នាក់ហ្នឹងគាត់យកមនុស្សស្រីម្នាក់ហ្នឹងលួងលោមមនុស្សស្រីម្នាក់ហ្នឹងដើម្បីទៅគេងជាមួយគាត់តែម្ដងស្មែឥឡូវគេគាត់ថាសង្សារគេជាមួយគ្នាជាធម្មតាប៉ុន្តែអ្នកនរគ្នាកុំច្រឡំណានៅពេលដែលក្បាលយើងក្រាបអត់តន់ដល់កទេមនុស្សស្រីនៅពេលដែលគេបានខ្លួនប្រាណយើងហើយគេចោលយើងកុំរអ៊ូហើយនេះខ្ញុំប្រាប់ឲ្យដឹងថាមនុស្សប្រុសសុខចិត្តចាំយើង5ខែ6ខែ5ឆ្នាំ6ឆ្នាំក៏ដោយក៏គេសុខចិត្តចាំដែរពេលខ្លះយើងឆ្ងល់ហេតុអីគេចំណាយពេលដល់ហ្នឹងគ្រាន់តែខ្លួនប្រាណយើងហេតុអីមនុស្សប្រុសហ្នឹងអ្នកនរគ្នាត្រូវដឹងថាអញ្ចឹងសារជាតិមនុស្សប្រុសធម្មជាតិរបស់មនុស្សប្រុសគឺគេមានអាធម្មជាតិមួយដែលថាចូលចិត្តប្រមាញ់ដូចថាយើងចូលចិត្តបកបាញ់សត្វចូលចិត្តស្ទូចត្រីហ្នឹងចូលចិត្តប្រមាញ់ចូលចិត្តដេញតាមចូលចិត្តហត់ហោចូលចិត្តអ្វីដែល challenge ចូលចិត្តអ្វីដែលធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ប្រកួតប្រជែងគាត់ចង់ឈ្នះគាត់ចង់អីអាហ្នឹងហើយអារម្មណ៍ទាំងអស់ហ្នឹងហើយពីព្រោះអីនៅពេលដែលគាត់កាន់តែមានអារម្មណ៍ថាអីមួយដែលបបាក់យកបានណាគាត់កាន់តែចង់បានហើយនៅពេលដែលគាត់បានហើយគាត់បង្ហាញបញ្ជាក់ប្រាប់ខ្លួនឯងងាក់យកបានហ្នឹងមានអីបាក់ផងណាមនុស្សប្រុសអញ្ចឹងហើយគុំនិយាយថាអត់ជឿខ្ញុំមនុស្សប្រុសដែលខូចនៅក្នុង comment ណាហ៊ានចេញមុខមកអត់ comment ថាបើមិនត្រូវពីព្រោះអីអ្នកនរគ្នាខ្ញុំនៅជាមួយមនុស្សប្រុសសឹងតែពេញមួយជីវិតខ្ញុំហើយខ្ញុំនៅក្បែរមនុស្សប្រុសច្រើនជាងខ្ញុំនៅជាមួយមនុស្សស្រីទៀតតាំងពីឪពុកខ្ញុំតាំងពីពូខ្ញុំតាំងពីខ្សែកលាយដាមកសិតតែមនុស្សប្រុសហើយសិតតែមនុស្សប្រុសខូចតាំងមិត្តភក្តិប្រុសតាំងណាក៏ដោយខ្ញុំស្គាល់ច្រើនណាស់ចង់ជឿទៅនៅពេលដែលខ្ញុំប្រាប់ខ្ញុំចាញ់បោកគេណាគេចាំ5 6ឆ្នាំគេចាំយើងបានដែរដើម្បីចង់បានអ្វីដែលគេចង់បានអញ្ចឹងអាទិញទួចហ្នឹងកុំលឿនពេកណាកុំលឿនពេកហើយខ្ញុំជឿជាក់ថាប្រកាសជាមានអ្នកចង់ដឹងហើយថាក្នុងនាមជាមនុស្សស្រីខ្លួនមានតម្លៃហើយតើគួរធ្វើយ៉ាងម៉េចឲ្យកាន់តែមានតម្លៃហើយខ្ញុំនឹងចែកតម្លៃកន្លឹះ2 3កន្លឹះថា5 6កន្លឹះចោះក៏ប៉ុន្តែខ្ញុំចូលចែកម្លែករឿងកន្លឹះទាំងអស់ហ្នឹងឯងព្រោះតែស្អីនៅពេលដែលខ្ញុំចែកម្លែកបានន័យថាខ្ញុំក៏ត្រូវចែកម្លែករឿងផ្ទាល់ខ្លួនរបស់ខ្ញុំដែរប៉ុន្តែខ្ញុំធ្វើដើម្បីបេះដូងរបស់ខ្ញុំទាំងអស់គ្នាទី1ខ្ញុំអត់ធ្វើឲ្យជីវិតរបស់ខ្ញុំហ្នឹងរំកិលតែជុំវិញមនុស្សប្រុសឯងឲ្យច្បាស់ខ្ញុំអត់ធ្វើឲ្យជីវិតខ្លួនឯងរំកិលជុំវិញតែមនុស្សប្រុសម្នាក់ឯងខ្ញុំក៏មានជីវិតផ្ទាល់ខ្លួនខ្ញុំដែរចឹងដល់ពេលដែលយើងរំកិលតែជុំវិញមនុស្សប្រុសគេទៅណាក៏យើងទៅដែរអូណាវាអញ្ចឹងណាតែខ្ញុំអត់ទេខ្ញុំមានជីវិតរបស់ខ្ញុំដែរខ្ញុំមានអីធ្វើអញ្ចឹងគេទៅណាក៏បានអត់បញ្ហាទេខ្ញុំចាំមិនខ្ញុំចាំទេខ្ញុំនិយាយរឿងមួយខ្ញុំចាំបានថានៅពេលដែលដៃគូរបស់ខ្ញុំគាត់ទៅក្រៅប្រទេសដើម្បីជួបដៃគូសហការក្នុង business របស់គាត់មិនថាគាត់ទៅម៉ាកាវមិនថាគាត់ទៅថៃមិនថាគាត់ទៅជប៉ុនមិនថាគាត់ទៅណាឯងខ្ញុំតែងតែផ្ដល់ពេលវេលាឲ្យគាត់ខ្ញុំអត់ដែលបង្ហាញអារម្មណ៍ថាអូយទៅហើយកុំទៅអីសុំបងមិនទៅចោលអូនអត់ដែរអញ្ចឹងឯងអញ្ចឹងគាត់ចង់ទៅណាក៏បានអូខេព្រោះខ្ញុំដឹងថាគាត់ដឹងហើយថាគាត់គួរធ្វើយ៉ាងណាដើម្បីរក្សាតម្លៃរបស់ខ្ញុំអញ្ចឹងនៅពេលដែលយើងផ្ដល់ពេលវេលាឲ្យគាត់ទៅដល់អ្នកនរគ្នាខ្ញុំអត់ដែរបានសួរថាអូបងនឹកអូនអត់ការបងមកវិញមិនបងអត់ខអូនខ្ញុំអត់ដែរសួរពាក្យទាំងអស់ហ្នឹងទេ
ដឹកទៅពេលឡើងយន្តហោះปั๊បអូខេ have a safe flight ធ្វើដំណើរដោយសុវត្ថិភាពដើម្បីទៅដល់ចាំប្រាប់ខ្ញុំផងអូខេប្រហែលហ្នឹងពេលគាត់ទៅដល់ក៏ប្រាប់គាត់ថតរូបឲ្យតាំងពីចុះពីលើយន្តហោះរហូតដល់កន្លែងគេងរហូតចេញពីកន្លែងគេងរហូតដល់ជិះឡានរហូតទៅដល់ផ្សាររហូតគាត់ទិញអីវ៉ាន់អីរហូតគាត់នៅជាមួយអ្នកណារហូតគាត់ដល់ញ៉ាំបាយថ្ងៃញ៉ាំបាយល្ងាចគាត់ទៅនិយាយការងារគាត់ថតតាំងពីกระดาษចេះថតតាំងពីกระดาษលើតុការងារតាំងពីស្អីក៏គាត់ថតមកដែរហើយអ្វីដែលខ្ញុំតបគាត់ណាដឹងខ្ញុំតបគាត់មិនអត់ដល់ពេលដែលគាត់ចុះដល់ប្រទេសផ្សេងปั๊បគាត់ថាអូខេ have a great day សូមឲ្យមានថ្ងៃល្អណា take care ប៉ុណ្ណឹងដល់ពេលដែលគាត់ផ្ញើរូបទាំងអស់ហ្នឹងមកបាទថា report រហូត report ដូចការងារអញ្ចឹង report មកហើយខ្ញុំ react បេះដូង send not reply react បេះដូង react បេះដូង react បេះដូងព្រោះដោយសារអីខ្ញុំអត់ចង់រំខានគាត់ខ្ញុំផ្ដល់ពេលវេលាឲ្យគាត់ហើយពេលវេលាដែលខ្ញុំនឹកគាត់ឧទាហរណ៍មនុស្សស្រឡាញ់គ្នាអត់នឹកគ្នាអត់ឆាតមួយគ្នាអ្នកនរគ្នាបើគាត់អត់ឆាតមកយើងទុកពេលឲ្យគាត់ខ្ញុំទៅហាត់ប្រាណខ្ញុំទៅញ៉ាំអីខ្ញុំទៅជួបមិត្តភ័ក្តិខ្ញុំទៅរៀននេះខ្ញុំទៅរៀននោះចាំន័យថាជីវិតរបស់គាត់ហ្នឹងខ្ញុំមិនមែនដេកតែចាំគាត់ការគាត់មកវិញអត់គាត់ទៅខ្ញុំអត់ដឹងធ្វើអីអត់គាត់ទៅអត់មានអ្នកណាជួលខ្ញុំទៅញ៉ាំអីអត់គាត់ទៅខ្ញុំអត់មាននេះអត់មាននោះអត់អាចធ្វើនេះបាទ no ខ្ញុំឲ្យ space របស់គាត់អញ្ចឹងនៅពេលដែលយើងឲ្យ space ឲ្យកម្រិតមនុស្សប្រុសគាត់មានកន្លែងដកដង្ហើមបើយើងឲ្យគាត់ស្អិតតែអត់លែងគាត់អញ្ចឹងតឹងថប់ខ្ញុំនិយាយមែនណាខ្ញុំមានផាត់កណ្ដស្តៀងមនុស្សប្រុសអញ្ចឹងពេលខ្លះខ្ញុំយល់គាត់ដែរពេលខ្លះគាត់ថាមកតោខ្ញុំស្អិតពេកខ្ញុំថប់ខ្ញុំមានខ្ញុំថប់ដង្ហើមមកុំតោខ្ញុំពេកខ្ញុំជាមនុស្សដែលស្រឡាញ់កម្រិតរបស់ខ្ញុំស្រឡាញ់ space របស់ខ្ញុំអញ្ចឹងមនុស្សដែលស្រឡាញ់ខ្ញុំគឺគេនឹងយល់គេនឹងផ្ដល់ពេលវេលាឲ្យខ្ញុំដូចគ្នាហើយចុះខ្ញុំជឿជាក់ថានៅពេលដែលយើងមានជីវិតមួយផ្ទាល់ខ្លួនហើយជីវិតយើងមិនកិលតែជាមួយនឹងមនុស្សប្រុសម្នាក់ហ្នឹងគឺយើងមានតម្លៃស្តង់ដារយើងតម្លៃរបស់យើងដំបូងនេះណាយើងធ្វើបានប៉ុណ្្នឹងយើងឡើងមកដល់នេះពីព្រោះអីហ៎ពីព្រោះគេដឹងថាយើងរស់អត់គេបានមួយទៀតមនុស្សស្រីខ្លះគាត់និយាយថាអូខ្ញុំរករឿងគាត់នឹងដោយសារខ្ញុំនឹងគាត់ពេកដោយសារខ្ញុំនឹងគាត់ពេកហើយមិនបងគាត់នឹកខ្ញុំមិនបងគាត់មិនចេះមិនបងគាត់មិនចង់គាត់ខ្លួនឯងហ្នឹងអញ្ចឹងគាត់តែឃើញខ្ញុំធ្វើកាយវិការហ្នឹងអ្នកគ្នាមានអារម្មណ៍ឆាញ់អត់មានអារម្មណ៍ថាមិនទៅអញ្ចឹងទំនំមនុស្សប្រុសគេមើលឃើញយើងទៀតពេលខ្លះគេថាអូណែខ្ជូតណែចិត្តររឿងចេះគេនិយាយមកគេបែបថានេះកុំច្រឡំតែយូរទៅគេធុញហើយព្រោះវាដដែលវាសាំអ្នកអស់នេះតែដឹងថាមនុស្សប្រុសគេស្រឡាញ់សេរីភាពគេអញ្ចឹងបើសិនជាយើងកុំយកអាការឆ្លោះការរករឿងអត់ប្រយោជន៍របស់យើងទៅរករឿងគេទៅនិយាយអីអត់ប្រយោជន៍ណាត្រូវចាំថាពាក្យដែលចេញពីមាត់យើងគឺត្រូវតែមានប្រយោជន៍យើងមិនចាំបាច់សិក្សាគ្រប់ពេលទេប៉ុន្តែរកពាក្យដែលនិយាយចេញពីមាត់យើងហ្នឹងឲ្យវា make sense កុំមកងាកឆ្លោះងាករករឿងខ្ញុំធុញណាស់ខ្ញុំអត់ដឹងថាមនុស្សស្រីផ្សេងបែបណាទេបែបថាគាត់ចង់ឲ្យស្អង្សារគាត់តាមគាត់រករឿងគាត់ស្អិតល្មួតប្រច័ណ្ឌគាត់ខឹងអីអញ្ចឹងតែសម្រាប់ខ្ញុំខ្ញុំចូលចិត្តចឹងឯងខ្ញុំចូលចិត្តចឹងខ្ញុំមកចូលចិត្តសេរីភាពរបស់ខ្ញុំហើយសេរីភាពមិនមែនបានន័យថាឲ្យសេរីភាពតែមានប្រុសឲ្យសេរីភាពតែមានស្រីឯណូខ្ញុំចង់រក្សាកម្រិតដែលខ្ញុំធ្លាប់មានពីមុនឲ្យខ្លួនឯងបែបណាខ្ញុំចង់ឲ្យខ្លួនឯងបែបហ្នឹងដែរឧទាហរណ៍ថា 100% ខ្ញុំឲ្យគាត់50ក្តីស្រឡាញ់ឲ្យគាត់50ក្តីស្រឡាញ់ខ្ញុំទុកខ្លួនឯង50ចឹងទៅខ្ញុំថាកៅទឹករបស់ខ្ញុំគឺត្រូវពេញខ្ញុំមិនអាចចាក់ឲ្យគាត់អស់ពាក់កណ្ដាលហើយខ្ញុំចាក់ឲ្យគាត់ទាំងអស់ទៀតទេគឺខ្ញុំត្រូវតែមានឲ្យខ្លួនឯងទី2គឺខ្ញុំនឹងមិនមើលវីដេអូឬក៏ទៅស្ដាប់នរណាម្នាក់ដែលប្រាប់ថាបង្រៀននេះថាចេះអូធ្វើអញ្ចឹងទៅមនុស្សប្រុសស្រឡាញ់ហើយធ្វើអញ្ចឹងទៅមនុស្សស្រីស្រឡាញ់ហើយខ្ញុំអត់ដែរទៅមើលវីដេអូទាំងអស់ហ្នឹងហើយខ្ញុំក៏អត់ដែរយកតម្រាប់តាមគេដែរពីព្រោះអីហ៎ពីព្រោះការបង្រៀនទាំងអស់ហ្នឹងមិនថាគេបង្រៀនបែបណាក៏ដោយអ្វីដែលខ្ញុំស្ដាប់ឮអូហើយអត់គ្រប់គ្រាន់ទេអត់គ្រប់គ្រាន់អត់ល្អគ្រប់គ្រាន់នឹងឲ្យគេស្រឡាញ់ទេអញ្ចឹងត្រូវតែធ្វើគ្រប់យ៉ាងដើម្បីគេអញ្ចឹងទោះគេក្បត់ទោះគេជន់ឈ្លីទឹកចិត្តជន់ឈ្លីក្តីស្រឡាញ់យ៉ាងណាក៏ដោយត្រូវតែធ្វើបើមិនអញ្ចឹងគេអត់ស្រឡាញ់ឯងទេអ្នកដែលមើលវីដេអូរបស់ខ្ញុំគឺពួកគាត់ដឹងហើយថាខ្ញុំម្នាក់នេះអត់ដែលបង្រៀនមនុស្សស្រីណាម្នាក់ឲ្យធ្វើខ្លួនឲ្យស្អាតអភិវឌ្ឍខ្លួនឯងដើម្បីឲ្យមនុស្សប្រុសស្រឡាញ់ទេខ្ញុំអត់ដែរបង្រៀនឲ្យមនុស្សប្រុសណាម្នាក់ធ្វើខ្លួនឲ្យល្អធ្វើខ្លួនឲ្យរឹងមាំណា
អភិវឌ្ឍខ្លួនឯងដើម្បីមនុស្សស្រីណាម្នាក់ឯង No ខ្ញុំមករៀនឲ្យចេះស្រឡាញ់ខ្លួនឯងខ្ញុំមករៀនឲ្យមានក្តីស្រឡាញ់សម្រាប់ខ្លួនឯងហើយនៅពេលដែលកែវទឹកយើងពេញក្តីស្រឡាញ់យើងពេញក្នុងខ្លួនឯងយើងអាចចែកម្លែកទៅដល់ដៃគូយើងម្នាក់តាមួយទៀតការជ្រើសរើសនិងការសម្លឹងទៅមើលដៃគូរបស់ខ្ញុំខ្ញុំអត់ចាំបាច់ជ្រើសរើសមនុស្សណាដែលគេសាងឲ្យចេញលទ្ធផលហើយបានន័យថាម៉េចខ្ញុំអត់ចាំបាច់ថាតតណែងជោគជ័យណែដេកលុយណែមានឡានសិនណែមានផ្ទះសិនណែមានក្រុមហ៊ុនសិនបានខ្ញុំមើលឃើញណែ No ដៃគូខ្ញុំអាចជាអ្នកមានអាចជាអ្នកមិនសូវមានអាចជាអ្នកមធ្យមអាចជាអ្នកមិនមានបណ្ដោយក៏អត់បញ្ហាដែរខ្ញុំធ្លាប់ដៃគូខ្ញុំគាត់មានលុយគាត់អត់លុយខ្ញុំមិនទៅណានៅទៅតែគេដេញទៀតចាអាហ្នឹងរឿងអតីតកាលទេដែលយើងកំណត់ចង់ជិះយន្តហោះក៏បានចង់ជិះឡានក៏បានចង់ជិះឡានក្រុងក៏បានចង់ជិះម៉ូតូក៏បានដើរជាមួយគ្នាក៏បានដែរអត់បញ្ហាធ្លាប់មានដៃគូសង្ហាធ្លាប់មានដៃគូមិនសូវសង្ហាធ្លាប់មានដៃគូមិនសង្ហាអត់សំខាន់ទេរឿងទាំងអស់ហ្នឹងពីព្រោះអីហ៎អ្វីដែលសំខាន់ផ្នត់កំណត់អ្វីដែលសំខាន់ចិត្តនិងបេះដូងអ្វីដែលសំខាន់អ្វីដែលគាត់ធ្វើតើនៅពេលដែលគាត់និយាយអីគាត់ធ្វើឬអត់ខ្ញុំអាចចូលញ៉ាំអីហាងថ្លៃខ្ញុំអាចជួបមនុស្សថ្នាក់ខ្ពស់ខ្ញុំអាចជួបមនុស្សថ្នាក់មធ្យមញ៉ាំអីកន្លែងមធ្យមខ្ញុំអាចញ៉ាំអីតាមផ្លូវជួបមនុស្សម្នាយើងធម្មតាអមេក៏ខ្ញុំទៅបានអមេក៏ខ្ញុំធ្វើបានខ្ញុំដូចអត់មានរើសថាអូតតាចេញមកនាំយើងទៅដើរលេងទៅដល់ណាត់នៅហាងមួយដែលកក់មួយហាងនឹងដូចក្នុងរឿងកូរ៉េណាបន្ទាប់មកនាំយើងជិះហេលីកុបទ័រអីដូចអត់ទេអញ្ចឹងបើសិនជាយើងស្រីណាបើសិនក្តីសម័យយើងរៀងខ្ពស់រៀងលើសខ្ញុំដែលខ្ញុំនិយាយអីអញ្ចឹងអានេះយើងគួរពិចារណាដែរបន្ទាប់ពីស្ដាប់ខ្ញុំនិយាយហើយអូនិយាយទៀតស្រួលម៉ាស់ហើយចឹងនៅពេលដែលខ្លួនឯងសម្លឹងមើលទៅលើមនុស្សប្រុសម្ដងតើសម្លឹងទៅមើលអ្វីសម្រាប់ខ្ញុំខ្ញុំសម្លឹងមើលព្រះយេស៊ូវគ្រីស្ទថាតើព្រះយេស៊ូវគ្រីស្ទមាននៅក្នុងខ្លួនម្នាក់នឹងអត់បានន័យថាម៉េចថាតើបេះដូងគេមានព្រះយេស៊ូវគ្រីស្ទអត់តើគេមានសេចក្តីជំនឿទៅលើទ្រង់អត់ហើយថាតើគេមានការបន្ទាបខ្លួនគ្រប់គ្រាន់ដើម្បីអនុញ្ញាតទៅឲ្យព្រះយេស៊ូវគ្រីស្ទចូលដឹកនាំជីវិតគេឬអត់ហើយថាតើគាត់បានព្យាយាមអភិវឌ្ឍខ្លួនគាត់និងកែប្រែខ្លួនគាត់ឲ្យដូចអ្វីដែលព្រះយេស៊ូវគ្រីស្ទទ្រង់មានអត់បានន័យថាម៉េចអត្តចរិតរបស់ទ្រង់អត់ធ្មត់ទ្រង់មានសេចក្តីស្រឡាញ់ទ្រង់មានសេចក្តីមេត្តាគ្រប់សពគ្រប់បែបគ្រប់យ៉ាងតើគាត់មានប្រកណិតនិងឆន្ទៈនឹងអភិវឌ្ឍខ្លួនឯងឲ្យមានប្រមាណចំណុចទាំងអស់ហ្នឹងអត់ថាតើគាត់ដឹងតើខ្លួនឯងត្រូវទៅណាអត់ដឹងអ្វីដែលខ្លួនឯងចង់បានអត់ដឹងអ្វីដែលខ្លួនឯងធ្វើបានអត់ហើយនៅពេលដែលដឹងរឿងទាំងអស់ហ្នឹងហើយតើគាត់មានធ្វើអត់នៅពេលដែលគាត់ចង់បានប្រពន្ធតើគាត់គ្រាន់តែចង់បានប្រពន្ធម្នាក់ឬគាត់ចង់ខ្លាចទៅជាប្តីល្អម្នាក់សម្រាប់ប្រពន្ធរបស់គាត់ហើយគាត់ជាមានសំណួរថាតើហេតុអីខ្ញុំតម្រូវឲ្យអនាគតស្វាមីរបស់ខ្ញុំមានសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទពីព្រោះអីហ៎ពីព្រោះកាលពីមុនណាកាលខ្ញុំអត់ទាន់មានសេចក្តីជំនឿទៅលើទ្រង់ខ្ញុំក្បត់ខ្ញុំលួចខ្ញុំកុហកខ្ញុំធ្វើបាបមនុស្សខ្ញុំអាត្មានិយមខ្ញុំក្អឺតកតមច្រើនណាស់បងប្អូនខ្ញុំមិនបានដូចអ្វីដែលបងប្អូនឃើញឥឡូវហ្នឹងទេមិនបានមកអង្គុយនិយាយដោយសម្ដីទន់ភ្លន់អញ្ចឹងអត់ទេអត់មានផ្នែកកំណត់បែបហ្នឹងទេគឺអត់ហ្មងអញ្ចឹងខ្ញុំបែងចែកដឹងខ្ញុំធ្លាប់នៅកន្លែងដែលគ្មានពន្លឺបន្ទាប់មកខ្ញុំស្គាល់ពន្លឺខ្ញុំដឹងហើយថាអូកន្លែងណាជាកន្លែងដែលល្អសម្រាប់ខ្ញុំអញ្ចឹងខ្ញុំដឹងថាភាពខុសគ្នារវាងនៅពេលដែលជីវិតខ្ញុំមានព្រះយេស៊ូវគ្រីស្ទនិងនៅពេលដែលជីវិតខ្ញុំមិនមានព្រះយេស៊ូវគ្រីស្ទថាតើវាខុសគ្នាប៉ុណ្ណាអញ្ចឹងខ្ញុំដឹងថានៅពេលដែលយើងមានព្រះយេស៊ូវគ្រីស្ទនៅខាងក្នុងបេះដូងយើងនឹងកែប្រែយើងនឹងព្យាយាមរាល់ថ្ងៃឲ្យคล้ายខ្លួនទៅជាមនុស្សល្អម្នាក់សម្រាប់មនុស្សជុំវិញខ្លួនរបស់យើងខ្ញុំចង់ឲ្យមនុស្សស្រីទាំងអស់គ្នាបែងចែកឲ្យច្បាស់រវាងក្តីស្រឡាញ់ជាមួយនឹងតណ្ហាពេលខ្លះយើងអត់ចង់បានក្តីស្រឡាញ់ទេយើងកំពុងតែមានតណ្ហាយើងមានការលោភលន់យើងសម្លឹងទៅមើលមនុស្សប្រុសយើងអត់សម្លឹងទៅមើលគេដើម្បីឲ្យយើងអាចស្រឡាញ់គេឬក៏ដើម្បីឲ្យយើងអាចទទួលក្តីស្រឡាញ់ពីគេប៉ុន្តែយើងសម្លឹងទៅមើលសម្ភារៈនិយមយើងសម្លឹងទៅមើលមុខតំណែងមុខងារយើងសម្លឹងទៅមើលអាការកោតសរសើរមុខមាត់អីចឹងទៅចឹងចង់ឲ្យយើងបែងចែកឲ្យដាច់ព្រោះពេលខ្លះយើងមិនមែនចង់បានក្តីស្រឡាញ់ទេពេលខ្លះយើងចង់បានបែបថា
នៅថ្ងៃ Valentine យើងចង់បានលុយមួយដុំ$10000 10ដុំអីចឹងទៅណាហើយចង់បានផ្កា1000តងហើយនៅក្នុង1000តងនោះមានជៀនពេជ្រ10ការ៉ាត់អីចឹងទៅណាហើយដៃគូរបស់យើងនឹងជី63អីមកក្រោមផ្ទះយើងហើយគេបើកគូឡានឲ្យយើងហោះពេញប៉ោងចេញមកអីចឹងទៅហើយយើងយើងថតរូបហើយយើង post នៅក្នុង social media អីចឹងទៅពេលខ្លះយើងចង់បានអញ្ចឹងយើងបែងចែកឲ្យដាច់ហើយពេលខ្លះគេអាចផ្ដល់ឲ្យយើងអញ្ចឹងបានប៉ុន្តែនៅពេលដែលគេក្បត់យើងដំបូងយើងគិតថាអីទៅចិត្តយំនៅលើរយតែដល់ពេលទ្រាំលេងបានអញ្ចឹងក៏លេងចង់បានមិនក៏លេងចង់បានរហូតបធោឯងទៅពេទ្យបើកថ្នាំផ្លូវចិត្តចាពីព្រោះយើងដាបដែរចឹងបែងចែកឲ្យដាច់ថាតើខ្លួនឯងចង់បានអីគេទីរ៉ានិយាយសួរម៉េះហើយចុះខ្លួនឯងនឹងអត់សម្លឹងលុយគេសម្លឹងទៅមើលអីហើយចុះចំពោះផ្នត់គំនិតរបស់ខ្ញុំទៅលើហិរញ្ញវត្ថុការចំណូលចំណាយនៅក្នុងជីវិតដៃគូតើខ្ញុំយល់យ៉ាងណាតើខ្ញុំតម្រូវបែបណាខ្ញុំចង់បានបែបណាខ្ញុំអត់ដឹងថាក្រុមគ្រួសារបងប្អូនទាំងអស់គ្នាយ៉ាងណាទេតែធម្មតាក្រុមគ្រួសារនីមួយៗមានប្រពៃណីនិងច្បាប់ទម្លាប់ខុសគ្នាត្រូវអត់គឺថាអ្នកខ្លះចឹងទៅប៉ាម៉ាក់គាត់ខិតខំទាំងពីរនាក់អញ្ចឹងលុយរបស់ពួកគាត់ចូលគ្នាចឹងទៅអ្នកខ្លះទៅខាងស្រីគាត់ជាអ្នកផ្គត់ផ្គង់គាត់ជាអ្នកធ្វើការតែខាងប្រុសគាត់នៅផ្ទះមើលកូនមើលអីចឹងក៏មានដែរហើយអ្នកខ្លះទៅខាងប្រុសគាត់ជាអ្នកផ្គត់ផ្គង់មើលថែគ្រប់សពគ្រប់បែបគ្រប់យ៉ាងអីចឹងទៅហើយសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំតាំងពីជំនាន់ដូនតាទទួលតលួតមកហើយរហូតមកដល់ជំនាន់ខ្ញុំហ្នឹងគឺខ្ញុំតែនិយាយចឹងថាមនុស្សប្រុសគឺជាអ្នកផ្គត់ផ្គង់គឺជាអ្នកផ្ដល់ឲ្យគឺជាអ្នកការពារស្រឡាញ់មើលថែមនុស្សស្រីគឺជាអ្នកគ្រប់ត្រគឺជាអ្នកស្រឡាញ់គឺជាអ្នកបំពេញនៅចំណុចខ្វះខាតដែលដៃគូរបស់គាត់ខ្វះខាតអីចឹងទៅខ្ញុំមិនហេវទេអញ្ចឹងសម្រាប់ខ្ញុំមិនថាដៃគូខ្ញុំឲ្យខ្ញុំ$1លានមិនថាដៃគូខ្ញុំឲ្យខ្ញុំ100000មិនថាដៃគូខ្ញុំឲ្យខ្ញុំ10000ឲ្យខ្ញុំ1000ឲ្យខ្ញុំ100ឲ្យខ្ញុំ$10ខ្ញុំអត់ខ្វល់ទេសំខាន់តែគាត់គ្រប់គង់ឲ្យខ្ញុំឬអត់ពីព្រោះមិនថា$ក៏ជាការខិតខំប្រឹងប្រែងរបស់គាត់ដែរក៏ជាទឹកចិត្តរបស់គាត់ក្តីស្រឡាញ់របស់គាត់ជាទំនួលខុសត្រូវរបស់គាត់ដែរដែលគាត់គិតគូរយើងហើយចុះតាមមនុស្សប្រុសជាដៃគូរបស់ខ្ញុំហ្នឹងគាត់មានអាផ្នត់គំនិតមួយដែលថាអត់ចង់ឲ្យខ្ញុំលំបាកអត់ព្រោះមនុស្សប្រុសបើគេចូលមកអត់ជួយដោះស្រាយបញ្ហាឲ្យយើងទេគឺគេជាបញ្ហារបស់យើងចាំពាក្យខ្ញុំមួយម៉ាត់ហ្នឹងមួយទៀតខ្ញុំជឿថាពាក្យមួយឃ្លានេះមនុស្សយើងម្នាក់គឺតែងតែលើឲ្យថា play hard to get បានន័យថាធ្វើខ្លួនឲ្យពិបាកនឹងគេតាមណាធ្វើឲ្យយើងនឹងពិបាកយើងមិនមែនជាមនុស្សងាយនិយាយស្រួលស្ដាប់ប៉ុន្តែសម្រាប់ខ្ញុំណាពាក្យមួយឃ្លាហ្នឹងវាគ្រាន់តែជាការលេងហ្គេមបែបថាហ្គេមនឹងចាប់គ្នាទៅវិញទៅមកហើយខ្ញុំអត់មានពេលលេងហ្គេមទេសួរថាយើងធ្វើខ្លួនដូចយើងនឹងមិនមែនជាមនុស្សចិត្តងាយមិនមែនជាមនុស្សងាយសម្រាប់ខ្ញុំអត់បានធ្វើឬក៏សម្ដែងថាខ្ញុំមិនមែនជាមនុស្សងាយឬមិនមែនជាមនុស្សចិត្តងាយទេគឺខ្ញុំជាមនុស្សមិនងាយតែហ្មងហើយខ្ញុំលើកគេនិយាយមួយទៀតថាធ្វើកុំខ្វល់ធ្វើដូចយើងមិនស្រឡាញ់គេធ្វើដូចយើងមិននឹកគេសម្រាប់ខ្ញុំគាត់បានធ្វើគឺខ្ញុំអត់ខ្វល់ខ្ញុំពិតជាមិនខ្វល់ហើយក្នុងនាមជាមនុស្សស្រីឆ្នាំ2025ខែ3ដាច់ខែ3ទៅចូលខែ4ទៀតពាក់កណ្ដាលឆ្នាំទៀតឡើយអញ្ចឹងសូមកុំចំណាយពេលវេលាអត់ប្រយោជន៍ព្រោះខ្ញុំគិតថាមនុស្សយើងម្នាក់រស់នៅដោយការសម្ដែងដូចនៅក្នុង social media ផុសសម្ដែងថាសប្បាយចិត្តណាស់ល្អណាស់ចេះមួយចូលពីរតែធៀបប៉ិត fake ចាំន័យថាយើងសម្ដែងថាយើងជឿជាក់យើងសម្ដែងថាយើងល្អយើងសម្ដែងថាយើងមានសេចក្តីសុខយើងសម្ដែងមកច្រើនណាស់ទៅហើយអញ្ចឹងវាល្មមយើងឈប់សម្ដែងហើយយើងធ្វើខ្លួនឯងឲ្យទៅជាការពិតម្ដងយើងរស់នៅជីវិតមួយនេះម្ដងកុំមានតែធម្មតាវត្តមានប៉ុន្តែអត់បានរស់នៅជាមនុស្សស្រីកុំបញ្ឈប់ការរៀនសូត្រទោះយើងមិនបានរៀនខ្ពង់ខ្ពស់យើងមិនបានរៀនចប់មហាវិទ្យាល័យយើងមិនបានរៀនចប់សាកលវិទ្យាល័យមិនបានរៀនខ្ពង់ខ្ពស់ដូចគេទៅដល់ស្រុកក្រៅទៅដល់អីក៏ដោយត្រូវតែរៀនជំនាញរៀនអ្វីថ្មីអភិវឌ្ឍខ្លួនឯងអភិវឌ្ឍផ្នត់គំនិតថែរក្សាសុខភាពថែរក្សារាងកាយថែរក្សាសម្រស់របស់យើងណាធ្វើអីក៏ដោយ invest ជាមួយខ្លួនឯងបានន័យថាវិនិយោគជាមួយខ្លួនឯងជាជាងឲ្យយើងវិនិយោគជាមួយនឹងទឹកអប់ស្បែកជើងកាបូបកៅថ្លៃវិនិយោគជាមួយខ្លួនឯងនាំខ្លួនឯងទៅហាត់ប្រាណបង់លុយហាត់ប្រាណបង់លុយចូលរៀនស្រឡាញ់អីគេបង់លុយរៀនជំនាញហ្នឹងណាតែងតែអភិវឌ្ឍខ្លួនឯងរហូតកុំឈប់នៅក្នុងការអភិវឌ្ឍខ្លួនឯងកុំខ្លាចនៅក្នុងការចាប់ផ្ដើមអ្វីថ្មីកុំខ្លាចនៅក្នុងការរៀនអ្វីថ្មីទៅជួបមនុស្សដែលយើងមិនធ្លាប់ជួប
ពីព្រោះបើសិនជាយើងធ្វើតែរឿងដែលយើងអាចធ្វើបានហ្នឹងយើងគ្មានថ្ងៃដឹងថាតើយើងមានសមត្ថភាពកម្រិតណាធីបចុងក្រោយខ្ញុំមិនដែលឲ្យមនុស្សប្រុសគេគិតថាគេមានឥទ្ធិពលមកលើខ្ញុំ100%បានន័យថាម៉េចគេអាចស្រឡាញ់ខ្ញុំគេអាចគ្រប់គ្រងខ្ញុំគេអាចការពារមើលថែផ្ដល់តម្លៃគ្រប់ខ្ញុំទទួលយកខ្ញុំឃើញនៅការខិតខំប្រឹងប្រែងហើយខ្ញុំផ្ដល់ឲ្យគេវិញប៉ុន្តែកែវទឹករបស់ខ្ញុំមុននឹងពេញមួយកែវខ្ញុំអាចចាក់ឲ្យគេពាក់កណ្ដាលប៉ុន្តែខ្ញុំនឹងឲ្យគេដឹងថាខ្ញុំនៅមានពាក់កណ្ដាលសម្រាប់ខ្លួនខ្ញុំអញ្ចឹងប្រសិនបើគេអត់ចាក់ឲ្យខ្ញុំពេញក៏ខ្ញុំមានពាក់កណ្ដាលសម្រាប់ខ្លួនឯងដែរអញ្ចឹងបានន័យថាម៉េចខ្ញុំអាចតស៊ូអាចដាក់បងអាចស្រឡាញ់អាចគ្រប់គ្រងមើលថែគេដូចអ្វីដែលគេធ្វើដាក់ខ្ញុំប៉ុន្តែប្រសិនបើថ្ងៃណាមួយគេចង់ចាក់ចេញពីខ្ញុំឬក៏គេធ្វើអីមួយដាក់ខ្ញុំដែលហៅដែលទៀតយើងអាចទទួលយកបានគឺខ្ញុំអត់ខ្លាចដើរចេញពីគេហើយចំណុចមួយនេះហើយដែលមនុស្សប្រុសគេគោរពយើងហើយថងចំណុចមួយនេះមិន apply បានតែថាមនុស្សស្រីទេមនុស្សប្រុសក៏ដូចគ្នាមនុស្សប្រុសដែលខ្ញុំគោរពខ្លាំងបំផុតណាគឺនៅពេលដែលគាត់ស្គាល់ខ្លួនឯងច្បាស់គាត់ដឹងថាផ្លូវណាដែលគាត់ចង់ទៅគាត់ដឹងថាមនុស្សស្រីបែបណាជាមនុស្សស្រីក្នុងក្តីសុបិនរបស់គាត់ដឹងថាតើការខិតខំប្រឹងប្រែងរបស់គាត់នឹងអាចជោគជ័យអត់ពីព្រោះគាត់ស្គាល់ខ្លួនឯងច្បាស់ទោះគាត់មិនមានចម្លើយគ្រប់ចម្លើយក៏ដោយក៏គាត់ដឹងដែរថារាល់ការខិតខំប្រឹងប្រែងរបស់គាត់នឹងធ្វើទៅបានហើយខ្ញុំគោរពបំផុតណាមនុស្សប្រុសដែរធម្មតាសង្សារនៅពេលដែលគេតាមយើងមនុស្សប្រុសគេតាមយើងគេថាអូគេមិនតែនិយាយថា no ទេយើងចង់ធ្វើអីគេព្រមធ្វើតាមរហូតកុំគិតថាគេងុះកុំគិតថាគេខ្លាចយើងគេអត់ខ្លាចយើងទេជាមនុស្សស្រីតែគេគោរពយើងហើយខ្ញុំស្រឡាញ់មនុស្សប្រុសនិងគោរពមនុស្សប្រុសនៅពេលដែលគាត់អាចតាមយើងបានគាត់មានពីរផ្នែករបស់គាត់គឺមកគាត់អាចតាមយើងគាត់ gentle គាត់ loving គាត់គោរពផ្ដល់តម្លៃឲ្យយើងប៉ុន្តែមួយទៀតគាត់មានព្រំដែនគាត់ស្គាល់ខ្លួនគាត់មានព្រំដែនកំណត់របស់គាត់អញ្ចឹងបើសិនជាយើងធ្វើឲ្យអត់គោរពគាត់អានឹងគាត់ខ្លួនឯងធ្វើចឹងអត់គោរពបងអាហ្នឹងមិនខ្ញុំចង់បានមិនមែនមនុស្សប្រុសតាមគេស្រឡាញ់គេងប់ងល់ងោះលេងដឹងជាស្អីអាគេធ្វើអីមិនគ្រប់យើងក៏យើងទទួលយកដោយសារក្តីស្រឡាញ់អូហើយមកនិយាយថាអូខ្ញុំលះបង់ទាំងលុយលះបង់ទាំងពេលវេលាលះបង់ទាំងគ្រប់សពគ្រប់បែបគ្រប់យ៉ាងហើយគេធ្វើដាក់ខ្ញុំម្ដងហើយម្ដងទៀតយើងជាមនុស្សប្រុសយើងអត់មានដំណឹងបងប្អូនដឹងថាបទពិសោធន៍របស់ខ្ញុំច្រើនឆ្នាំមែនតើនៅក្នុងសាច់រឿងស្នេហានេះជាចុងក្រោយគឺខ្ញុំភ្ញាក់រលឹកថាវាជាអីចម្លើយដែលខ្ញុំតែងតែស្វែងរកគឺថាមនុស្សយើងម្នាក់អត់ចាំបាច់ប្រើតាក់ទិចណាមួយអត់ចាំបាច់កែប្រែខ្លួនឯងបែបថាប្រកបទេពាក្យថាចាក់ពេលខ្លះឲ្យគេស្រឡាញ់យើងជាយើងប៉ុន្តែយើងជាយើងវាយ៉ាប់អញ្ចឹងត្រូវអភិវឌ្ឍខ្លួនឯងតែយើងមិនចាំបាច់កែប្រែអាតួអង្គរបស់យើងអាចចរិតលក្ខណៈអានឹងអាចកែប្រែបានតែអាតួអង្គរបស់យើងអាឫសគល់របស់យើងហ្នឹងយើងអត់ចាំបាច់ផ្លាស់ប្ដូរខ្លួនឯងរហូតដល់លេងស្គាល់ខ្លួនឯងដើម្បីឲ្យនរណាម្នាក់មកស្រឡាញ់យើងឯងហើយក្តីស្រឡាញ់អត់ពិបាកស្រឡាញ់ទេបើសិនជាស្នេហាណាមួយយើងនៅហើយយើងមានអារម្មណ៍ថាវាពិបាកនឹងស្រឡាញ់គេហើយយើងមានអារម្មណ៍ថាគេក៏ពិបាកនឹងស្រឡាញ់យើងបើថាយើងជាមនុស្សដែលមិនងាយស្រឡាញ់យើងជាមនុស្សដែលមិនងាយយល់ពីយើងទេគេពិបាកយល់ពីយើងណាយើងក៏យល់ពីខ្លួនឯងដែរបើសិនជាគេធ្វើឲ្យយើងមានអារម្មណ៍អញ្ចឹងបានន័យថាមនុស្សអ្នកហ្នឹងមិនមែនជាមនុស្សដែលស័ក្តិសមនឹងយើងទេហើយមានមួយចំណុចទៀតដែលខ្ញុំភ្ញាក់រលឹកថាយើងតែងតែលឺពាក្យថារងចាំមនុស្សដែលត្រឹមត្រូវបានន័យថា waiting for the right one មនុស្សដែលត្រឹមត្រូវចូលមកជីវិតរបស់យើងមនុស្សដែលស័ក្តិសមយ៉ាងទៅហើយចុះបើសិនជាយើងផ្លាស់ប្ដូរផ្នត់គំនិតបែបហ្នឹងចំនួនដោយការដែលយើងរងចាំ the right one ណារងចាំមនុស្សដែលត្រូវសម្រាប់យើងយើងសាកធ្វើ the right one សម្រាប់គេវិញមើលយើងសាកធ្វើជាមនុស្សដែលគេស័ក្តិសមនឹងទទួលបានយើងវិញទៅឧទាហរណ៍ថាយើងចាំទេវបុត្រជាសេះសចុះយើងសាកធ្វើជាពនាងសម្រាប់ទេវបុត្រម្នាក់នឹងវិញទៅមិនដែរចុះបើយើងចាំព្រះនាងយើងចាំជួបព្រះនាងចុះយើងមុននឹងយើងបានជួបព្រះនាងយើងធ្វើខ្លួនឯងឲ្យខ្លាចទៅជាទេវបុត្រមួយទៅយើងកែប្រែខ្លួនឯងទៅហើយចុះវាមិនល្អព្រោះយើងចង់បានទេវបុត្រជាសេះសយើងចង់បានមនុស្សថាត្រូវសម្រាប់យើងណាចង់បាន the right one ចុះគេចង់បាន the right one ដែរបើយើងមិនទាន់ខ្លាចជា the right one ផងយើងទៅជួបគេមិនខកចិត្តខ្ញុំចង់សួរបងប្អូនទាំងអស់គ្នាមួយ
រាល់ពេលដែលបងប្អូនអរគ្នាឃើញតាយាយដែលគាត់រស់នៅជាមួយគ្នា70ឆ្នាំ80ឆ្នាំអេជាប់ណាអូថា50ឆ្នាំ60ឆ្នាំអីចឹងទៅសួរថាយើងឃើញជីវិតរបស់ពួកគាត់យើងថាចង់បានស្នេហាគង់វង្សយូរអង្វែងរបស់ពួកគាត់តើយើងមានគិតទេមានដឹងទេថាតើពួកគាត់ត្រូវតែលើកលែងឲ្យខ្លួនឯងប៉ុន្មានដងនៅក្នុងជីវិតរបស់ពួកគាត់ប្រហែល100ប្រហែលពាន់ដងទម្រាំនៃគាត់ដល់តសប្តាហ៍នេះហើយថាតើពួកគាត់ចោះចាញ់ជាមួយនឹងគ្នាប្រហែលដងនៅពេលដែលគាត់ជួបគ្នាហើយថាតើពួកគាត់នេះហ៊ានជំនះបញ្ហាជាមួយគ្នាបែបថាអង្គុយជជែកគ្នារត់ដំណោះស្រាយជាជាងឆ្លោះគ្នាដោយសារបញ្ហាប៉ុន្មានដងហើយថាតើពួកគាត់ហ្នឹងហ៊ានសារភាពប្រាប់អារឿងសម្ងាត់បើថា secret អារឿងសម្ងាត់ដែលខ្លួនឯងលាក់ទុកប្រាប់គ្នាប្រហែលដងហ៊ានប្រហែលដងព្រោះពេលខ្លះយើងគិតថាចេះអូយើងអត់ហ៊ានប្រាប់ដៃគូព្រោះកុំឲ្យគេឈឺចាប់កុហកគេលាក់បាំងគេដោយសារតែការពារគេនោះប្រាប់ត្រង់ជាជាងលាក់តើសួរថាពួកគាត់ធ្វើរឿងទាំងអស់ប្រហែលដងហើយសម័យមើលតើពួកគាត់លះបង់អីខ្លះឲ្យគ្នាឬក៏ពួកគាត់ស្រឡាញ់គ្នាដល់អាត្មានិយមបែបថាអូអ្នកឯងធ្វើមិនដាក់ខ្ញុំធ្វើចង់ដាក់អ្នកឯងអូអ្នកឯងធ្វើខ្ញុំធ្វើឲ្យអ្នកឯងឬគាត់ធ្វើអញ្ចឹងគាត់ធ្វើអញ្ចឹងដូចយើងអូថាអូអ្នកអត់ឆាតមកខ្ញុំឬក៏ខ្ញុំខឹងអ្នកខ្ញុំទុកអ្នកឯងចោលមួយខែមួយសប្តាហ៍ខ្ញុំលេងផ្ដល់ឲ្យអ្នកឯងអ្វីដែលខ្ញុំធ្លាប់ផ្ដល់ឲ្យពីមុនសួរថាគាត់បានដល់អាយុប៉ុណ្ណឹងដែរអត់ទេហើយសរុបសេចក្តីមកកន្លឹះនៅក្នុងទំនាក់ទំនង the key in relationship គឺការស្រឡាញ់ខ្លួនឯងក្តីស្រឡាញ់មុននឹងយើងស្វែងរកពីមនុស្សម្ខាងទៀតគឺយើងគួរតែផ្ដល់ឲ្យខ្លួនឯងសិនគួរតែមានឲ្យខ្លួនឯងសិនពួកខ្ញុំជឿជាមនុស្សដែលជឿហ្មងថាគ្រប់យ៉ាងគឺផ្ដើមចេញពីខ្លួនយើងប្រសិនបើយើងអត់ចេះស្រឡាញ់ខ្លួនឯងយើងអត់ដឹងថាយើងគួរស្រឡាញ់គេបែបម៉េចទេព្រោះយើងអត់ដែលមើលថែខ្លួនឯងអញ្ចឹងយើងទៅមើលថែគេមិនយើងអត់ដឹងទេបើសិនបើយើងអត់ដែលនៅក្បែរខ្លួនឯងយើងអត់ដែលអង្គុយជាមួយខ្លួនឯងជាមួយនឹងអារម្មណ៍ដែលយ៉ាប់ដែលយើងមានយើងក៏អត់ដឹងថាតើយើងនឹងជួយដៃគូយើងមិនដែរនៅពេលដែលគេមានអារម្មណ៍យ៉ាប់យើងអត់ដឹងទេព្រោះយើងអត់យល់ហើយប្រសិនបើយើងមិនមានស្តង់ដារយើងមិនមានព្រំដែនយើងមិនមានការគោរពឲ្យខ្លួនឯងនៅពេលដែលយើងមានដៃគូគឺយើងនឹងធ្វើបាបគេពីព្រោះអីហ៎មនុស្សនៅពេលដែលអត់មានព្រំដែនគេដើរជន់គេអត់គិតពីអារម្មណ៍យើងទេយើងអត់មានព្រំដែនគេចង់ធ្វើមិនដែរយើងក៏បានដែរអញ្ចឹងដល់ពេលហ្នឹងយើងនឹងធ្វើបាបដៃគូយើងចាបងប្អូនអរគ្នាវីដេអូរបស់យើងគឺចប់ត្រឹមប៉ុណ្នេះហើយខ្ញុំសង្ឃឹមថាបងប្អូនអរគ្នានឹងសប្បាយចិត្តពីព្រោះខ្ញុំដឹងថាអ្នកទាំងអស់គ្នានឹកខ្ញុំហើយនេះក៏ជាការបញ្ជាក់ការរលឹកនឹងក្តីស្រឡាញ់របស់ខ្ញុំទៅកាន់បងប្អូនអរគ្នាដែរហើយខ្ញុំសង្ឃឹមថាបងប្អូននឹងរៀនមេរៀនច្រើនជាមួយនឹងវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយស្រឡាញ់នឹងនឹកអ្នកទាំងអស់គ្នាចាំវីដេអូក្រោយ surprise ដូចអញ្ចឹងទៀតបាយបាយ